ទាំងអស់គ្នាចឹងនេះគឺជាវីដេអូមួយដែលខ្ញុំធ្វើការចែកម្លែកទាក់ទងជាមួយនឹងការបង្កើតទៅលើ folder HTML ហើយរួមទាំង file HTML នៅក្នុងនោះហើយសម្រាប់ការបង្កើតទៅលើ file HTML តើយើងអាចបង្កើតវាបានប្រមាណរបៀបហើយប្រមាណតម្រូវការចឹងអ្នកនរគ្នាអាចចូលមើលវីដេអូនេះហើយកុំភ្លេចជួយទៅចុច subscribe ទៅលើ YouTube channel របស់ខ្ញុំ follow page TikTok ព្រមទាំង follow page Facebook ខ្ញុំផងអរគុណចឹងដំបូងនេះអ្នកនរគ្នាគ្រាន់តែចូលមកកាន់ file explorer អ្នកនរគ្នាអាចធ្វើការចុច window ឬក៏ complete ទៅជាភាសាខ្មែរអូខេចឹងអ្នកនរគ្នាអាចវាយ file explorer បែបនេះអ្នកនរគ្នាចូលទៅកាន់វាក៏បានឬក៏អ្នកនរគ្នាចុច window key window បូកអក្សរ e ក៏វាចូលមកកាន់ window file explorer របស់យើងដែរអូខេចឹងសម្រាប់ file explorer យើងអាចបង្កើតទៅលើ folder វាជាមុនសិនតើយើងអាចបង្កើតទៅលើ file វាបានចឹងសម្រាប់ការបង្កើតទៅលើ folder តើអ្នកនរគ្នាគួរដាក់វានៅកន្លែងណាចឹងសម្រាប់ជាបទពិសោធន៍ខ្ញុំទូទៅគឺភាសាខ្ញុំបង្កើត folder របស់ HTML តែខ្ញុំសិក្សារៀនសូត្របែបហ្នឹងគឺខ្ញុំតែងតែដាក់វាទៅលើ desktop ដោយសារហេតុអីគេនៅពេលដែលអ្នកនរគ្នាធ្វើការ open វាមកវានឹង load ទៅលើផ្ទាំងទៅលើនេះឲ្យយើងមើលឃើញតែម្ដងចឹងវាងាយស្រួលសម្រាប់ឲ្យយើងសិក្សារៀនសូត្របន្ថែមអូខេតោះចឹងកុំឲ្យវែកញែកយូរឥឡូវខ្ញុំនឹងធ្វើការបង្កើតវានេះមកហើយអ្នកនរគ្នាយកពាក្យ new ចូលពាក្យថា folderចឹងសម្រាប់កន្លែងនេះអ្នកនរគ្នាអាចធ្វើការដាក់ឈ្មោះទៅលើ folder name របស់ HTML ហ្នឹងមកចឹងឥឡូវខ្ញុំគិតថាប្រាប់ឥឡូវខ្ញុំបញ្ជាក់ថារៀន HTML អូខេចឹងក៏អ្នកនរគ្នាអាចបង្កើតទៅលើ file គេដាក់ name អីក៏បានដែរណាទៅតាមតម្រូវការរបស់អ្នកនរគ្នាចង់បានឥឡូវ HTML course អូខេប៉ុណ្ណឹងចុះណាហើយយើង enter ចូលមកកាន់ folder ហ្នឹងwindow វាមកវា Code អូខេចូលបានវាចូលពេលហ្នឹងគឺវានឹងចូលមកកាន់VS Code ជាទូទៅធម្មតា general អូខេអញ្ចឹងប៉ុន្តែយើងអាចមើលបាននៅលើនេះគឺវាអត់មានអីទេហើយចឹងមានថាវាអត់ស្ថិតនៅក្នុង folder file folder របស់ HTML course របស់យើងទេមានថាយើងបើកវាជាប្រភេទ general ទូទៅអូខេអញ្ចឹងនៅពេលដែលខ្ញុំអាចបើកចូល open folder ហើយអ្នកនរគ្នាអាចធ្វើការអីគេគឺចូលមកកាន់ desktop កន្លែងដែលយើងធ្វើការបង្កើតទៅលើ folder HTML course ខ្ញុំប៉ះទៅលើវា select folderចឹងនៅពេលនោះវានឹងចូលមកកាន់ HTML course ដែលជា folder HTML របស់យើងអូខេតាមកន្លែងហ្នឹងគឺយើងអាចចូលបានចឹងវាមានរបៀបទៀតក្នុងការចូលទៅកាន់ VS Code តែចូលទៅកាន់ VS Code ប៉ុន្តែស្ថិតនៅក្នុង folder យើងតែម្ដងចឹងនៅកន្លែងនេះអ្នកនរគ្នាឃើញបាននៅខាងលើនេះអ្នកនរគ្នាគ្រាន់តែប៉ះទៅលើវាហើយអ្នកនរគ្នាសេ CMD កด enter ហើយនៅពេលនោះវានឹងចូលមកកាន់ទីតាំងរបស់ terminal របស់យើងឥឡូវខ្ញុំខវាគេថា code ដក clear បន្តិចយើងយកពាក្យ dot ហើយ enter ពេលនោះវានឹងចូលមកកាន់ VS Code ដែរប៉ុន្តែវាស្ថិតនៅក្នុង folder HTML course របស់យើងតែម្ដងអូខេចឹងសម្រាប់ការចូលមកកាន់ HTML course គឺមានពីររបៀបតាមរយៈ VS Codeបង្កើតទៅលើ file HTML គឺក៏មានពីរបៀបដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែធ្វើការបង្កើតវាទៅក្នុង folder នៅកន្លែងនេះក៏បានហើយខ្ញុំអាចបង្កើតវានៅក្នុង VS Code យើងទៅផ្ទាល់តែម្ដងឥឡូវនេះយើងបង្ហាញអ្នកនរគ្នាតើតើជាមួយនឹងការបង្កើត file HTML ដែលមានកន្ទុយ extension HTML នៅក្នុង folder របស់យើងអូខេឥឡូវនេះកុំឲ្យខាតពេលឥឡូវខ្ញុំចូលមកនៅកន្លែងនេះគេប្រាប់ថា the folder is empty មានថានៅក្នុង folder ហ្នឹងគឺអត់មានឯកសារឬក៏រូបភាពអីផ្សេងទេអូខេចឹងនៅកន្លែងនេះខ្ញុំអាចធ្វើការឯកសារមួយអ្នកនរគ្នាយកពាក្យថា show more option នៅកន្លែងនេះអ្នកនរគ្នាចូលពាក្យថា new ហើយអ្នកនរគ្នាអាចរក document ទៅពេលនោះវានឹងបង្ហាញជា new text document ឲ្យយើងប៉ុន្តែអ្នកនរគ្នាត្រូវការរៀនវាលុបចោលទាំងអស់ប៉ុន្តែឥឡូវនេះយើងចូលបង្កើតទៅលើ file HTML ហើយយើងត្រូវធ្វើម៉េចចឹងឥឡូវនេះខ្ញុំធ្វើការដាក់ឈ្មោះអីក៏បានដែរនៅពីមុខឥឡូវខ្ញុំដាក់ឈ្មោះមួយថា index.htmlសម្រាប់ HTML កន្ទុយ .html បែបនេះគឺវាថាគឺជាការបញ្ជាក់ឲ្យទៅកាន់ជាការបញ្ជាក់មួយទៅកាន់ឲ្យគេស្គាល់ថានៅក្នុងនោះគឺវាជាភាសា HTML ដែលយើងតម្រូវការក្នុងការសរសេរកូដផ្សេងៗដាក់ចូលនៅក្នុង HTML ហើយសម្រាប់ការពាក្យថា index ដែលនៅខាងមុខបែបនេះគឺមានថាគឺជាឈ្មោះដែលយើងដាក់ឲ្យចឹងអ្នកនរគ្នាអាចដាក់ពាក្យផ្សេងៗក៏បានតែអ្នកនរគ្នាអាចដាក់ជាឈ្មោះអ្នកនរគ្នាចូលក៏បានតែកុំភ្លេចដាក់ពាក្យ .html នៅខាងនៅក្រោយនៃឈ្មោះដែលអ្នកនរគ្នាតម្រូវការដាក់ហ្នឹងអូខេរួច enter អូខេចឹងនៅកន្លែងដែលយើងអាចបញ្ជាក់ថាយើងអាចធ្វើការបង្កើតទៅលើ file HTML បានជោគជ័យអត់ចឹងអ្នកនរគ្នាគ្រាន់តែប៉ះទៅលើវារួចបានស្ដាប់មួយយកពាក្យថា show option យើងចូលមកកាន់ property យើងមើលឃើញថានេះopen with no page នេះអត់ទាន់ change នេះបើសិនបើការនៃមកវា change ទៅជា browser ផ្សេងៗនោះយើងអាចបង្កើតវាបានដោយជោគជ័យណាហើយយើងមើលឃើញថានេះវានៅជាប្រភេទ text document ដែល .txt យើងចូលមកកាន់ VS Code អ្នកគ្នាមើលឃើញថានេះ index.html.txt មានថាវាមិនទាន់អាចបង្កើតជា file HTML បាននេះអូខេជឿវានៅជាប្រភេទ file text document នៅឡើយទេអញ្ចឹងយើងអាចធ្វើម៉េចអញ្ចឹងអ្នកគ្នាគាត់តែប៉ះលើវារួចមកស្ដាប់វាពីរណាហើយអ្នកគ្នាលុប extension .txt ចូលរួច enter ព្រោះនៅពេលនោះវានឹងអាចបង្កើត file HTML បានយ៉ាងជោគជ័យ successful ណាអូខេចុះមករបៀបទៀតតែខ្ញុំថារបៀបទៀតដែលយើងអាចបង្កើតវានៅក្នុង VS Code តែម្ដងអូខេសម្រាប់របៀបទី2ក្នុងការបង្កើតទៅលើ file HTML យើងអាចចូលមកកាន់ folder HTML នៅក្នុង VS Code យើងជាមុនសិនហើយអ្នកគ្នាឃើញនៅខាងលើនេះវាមានថា new file អូខេអ្នកគ្នាគាត់ទៅចុចលើវារួចខ្ញុំថាដាក់ index.html អូខេ just សម្រាប់ពាក្យ index នេះមានថាជាអ្វីដែលយើងអាចដាក់ឈ្មោះបាន
ទូទៅអ្នកគ្នាដាក់ជាអីក៏បានដែរប៉ុន្តែយើងមិនថា click ពាក្យ .html ដែលមានថាយើងចង់បង្កើតវាជា file html យើងត្រូវដាក់ពាក្យ .html នៅក្នុងនោះដែរអូខេរួចដល់ពេលដែលបង្កើតរួច enter មកគឺវាបង្កើតបានជា file html ឲ្យយើងនេះណាអូខេនេះហើយអូខេចង់វីដេអូនេះទៅណាហើយសង្ឃឹមថាអ្នកគ្នាហើយសិក្សាបន្តទៀតជួបគ្នានៅវីដេអូក្រោយចា៎នេះជាវីដេអូបន្តរបស់យើងតាក់ទងជាមួយនឹងមេរៀន HTML ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងបញ្យល់អ្នកនរគ្នាថាតើភាសា HTML ហ្នឹងគឺជាអីគេអូខេតោះកុំឲ្យខាតពេកហើយនេះខ្ញុំនឹងមានតាក់ទងជាមួយនឹងខ្ញុំមិនឲ្យអ្នកនរគ្នាមើលអូខេចឹងនៅក្នុងនេះយើងអាចមើលឃើញថានេះ HTML introduction HTML is the standard markup language for creating web page អូខេចឹងនៅក្នុងនេះគឺមានថាម៉េចគឺ HTML គឺជា standard markup language គឺជាភាសាមួយដែល standard ដែលគេបង្កើតវាឡើងសម្រាប់ធ្វើការបង្កើតទៅលើគេហទំព័ររបស់ website នេះឯងហើយតើគេហទំព័រ website ឬក៏ page web page ហ្នឹងគឺជាអីគេចា៎សម្រាប់ជាទូទៅ web page នៅពេលដែលយើងធ្វើការ click ទៅលើ link មួយដែលស្ថិតនៅក្នុង navbar របស់វាហ្នឹងវានឹងចូលទៅកាន់page មួយថ្មីទៀតដែលអ្នកនរនេះហើយដែលគេហៅវាថាជាប្រភេទ web page អូខេយើងនឹងដឹងបន្ថែមតទៅជាមួយនឹង what is HTML HTML stand for Hypertext Markup Language ហើយវាក៏ជា standard markup language for creating web page ផងដែរលើពីនេះវាក៏អាចជា describe the structure of the web page consists of series of elements ហើយវាក៏ HTML element ក៏ tell the browser how to display the content ហើយមួយទៀតវាតទៅជាមួយ HTML element label piece of content such as this is a heading this is a paragraph and this is a link etc ចឹងទៅ everything else អូខេចឹងតែគេអាចហៅវាថាជាភាសាក្រុងឆ្អឹងភាសាមួយដែលជាមូលដ្ឋានគ្រឹះរបស់យើងសម្រាប់ធ្វើការសិក្សាបន្តតទៅជាមួយនឹងការចាប់យកជាជំនាញ developer នៅក្នុងវិស័យបច្ចុប្បន្នផងដែរអូខេចឹងនេះគឺជាទម្រង់ structure example ដែលខ្ញុំបានយកមកឲ្យអ្នកគ្នាសិក្សាចឹងនៅក្នុងនេះយើងមើលឃើញថាវាមានទៅលើសញ្ញាតូចជាងសញ្ញាឧទាន .type HTML ហើយខ្ញុំបញ្យល់ថាតើហ្នឹងជាអីគេហើយទាំងអស់ហ្នឹងជាអីគេចឹងខ្ញុំនឹងធ្វើការសរសេរសិនរួចខ្ញុំបញ្យល់អ្នកគ្នាអូខេឥឡូវនេះយើងចូលមកកាន់ file HTML របស់យើងដំបូងទាំងអស់គ្នាចឹងយើងអាចមើលឃើញថានេះនៅពេលដែលខ្ញុំសរសេរទៅលើសញ្ញាតូចជាងវានឹងលោតចេញសញ្ញា .type ហើយអីបានវាលោតចេញយើងបានបង្កើតទៅលើ extension ដែលជាជំនួយសម្រាប់នៅក្នុងការសរសេរកូដនៅក្នុង VS Code ហ្នឹងហើយអញ្ចឹងសម្រាប់ការបង្កើតទៅលើ extension តើយើងអាចបង្កើតតាមរយៈបែបណាអញ្ចឹងអ្នកនរគ្នាអាចចូលមកកាន់កន្លែងខាងឆ្វេងនេះអ្នកនរគ្នាឃើញពាក្យថា extension ឬក៏យើងអាចចុច shortcut របស់គេ Control Shift X ខ្ញុំប៉ះទៅលើវាមួយរួចយើងយកពាក្យថា file ពាក្យថា auto close text អូខេអ្នកគ្នានៅពេលដែលវាយពី auto close យើងយកទី1នេះមកហើយរួចចុច install នៅកន្លែងនេះមកហើយយើង trust វាហើយ yes រហូតណាអូខេយើងចូលមកកាន់មួយទៀតតទៅជាមួយនឹង live server ហើយអេបញ្ជាយើងប្រើទៅលើប្រភេទ live server មានថានៅពេលដែលអ្នកគ្នាធ្វើការ run ទៅលើ browser ដែល display content ទៅលើ browser ហ្នឹងវានឹងធ្វើការ auto live server យើងមកមានថា auto display អ្វីដែលយើងសេនៅក្នុង VS Code វានឹងបង្ហាញទៅកាន់ browser តែម្ដងអូខេចឹងអ្នកគ្នាគ្រាន់តែចុចលើវានេះហើយអ្នកគ្នាយកពាក្យ install មករួចជាការស្រេចអូខេតោះបន្ទាប់ពីអ្នកគ្នាធ្វើការបង្កើតទៅលើ extension ដែលមាននៅក្នុង VS Code រួចយើងនឹងធ្វើការសិក្សាអំពី structure របស់ HTMLអូខេចឹងសម្រាប់ structure របស់ HTML អ្នកគ្នាគ្រាន់តែវាយពាក្យថាសញ្ញាតូចជាងវារួចវានឹងចេញពាក្យសញ្ញាឧទាន .type ហើយរួចអ្នកគ្នា enter មកវានឹងចេញបង្កើតឲ្យរួចជាស្រេចអូខេ enter មកហើយបើយើងប្រើប្រាស់វាដោយសារអីគឺវាជាទម្រង់មួយធ្វើឲ្យ file HTML ស្គាល់ថាយើងកំពុងតែសរសេរ HTML ភាសា HTML នៅក្នុងហ្នឹងអូខេរួចខ្ញុំសរសេរពាក្យថា HTML អូខេ HTML បែបនេះរួចវានឹងមាន HTML មួយហើយវាខុសគ្នាតែសញ្ញាស្លាស់នេះមួយណាសញ្ញាស្លាស់នេះគឺបង្ហាញអំពីការបញ្ចប់ទៅលើelement របស់ element ហ្នឹងតែម្ដងអូខេហើយអ្នកនរគ្នាត្រូវចាំថានៅក្នុង HTML គឺភាសាកូដរបស់យើងគឺវាមានជាគូមានថាវាមាន start text ជាមួយនឹង end text អញ្ចឹងអានេះគឺជា start text ហើយខាងក្រោយនេះគឺជា end text ដែលយើងសម្គាល់វាដោយសញ្ញាស្លាស់
បិទនឹងឯងអូខេតោះមួយទៀតយើងតាក់ទងជាមួយនឹងមួយទៀតគឺយើងមាននៅក្នុង HTML គឺយើងមានទៅលើ head នេះមានថាគឺជាទម្រង់ផ្នែកក្បាលរបស់ HTML ដែលក្នុង head គឺវាមានទៅលើ title តែក្នុង head ហ្នឹងគឺវាមានទៅលើ title បែបនេះហើយនៅក្នុង title នេះអ្នកនរគ្នាអាចធ្វើការ include ឬក៏ទៅ say ទៅលើអាចទៅ say ទៅលើ content បែបផ្សេងឧទាហរណ៍ថាខ្ញុំមានដាក់ថាឈ្មោះ Moni បែបចប់រួចអ្នកនរគ្នាធ្វើការ control S មានថា cell ឬក៏អ្នកនរគ្នាអាចចូលមកកាន់ file រួចយកពាក្យថា auto cell คลิกបែបនេះមកវានឹងធ្វើការ cell auto ឲ្យអ្នកនរគ្នាអូខេអញ្ចឹងនៅខាងក្រោម head នេះយើងនឹងមាន bodyចឹងសម្រាប់ body នេះគឺជាអីគេ body គឺជាអ្វីដែលវាក្តោបមានថាឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំមានទៅលើ website មួយអូខេឥឡូវខ្ញុំមានទៅលើ website Sabayus អត់អ្នកនរគ្នាមើលជាក់ស្ដែងជាឧទាហរណ៍អូខេចឹងខាងលើនេះខាងលើនេះដែលយើងសរសេរមុនហ្នឹងគឺវាជា head ហើយអ្វីដែលយើងសរសេរទាំងអស់នេះវាមានទាំងរូបភាពទៅលើអីផ្សេងហ្នឹងគឺវាជា body ដែលយើងសរសេរវា element សរសេរ content ទាំងអស់ហ្នឹងនៅក្នុង body អូខេបន្ទាប់ពីអស់ហ្នឹងហើយពេលបាទឧទាហរណ៍ថាឥឡូវខ្ញុំថា this is 80 this is 80 ml okay yeah វា cell អ្នកនរគ្នាអាចធ្វើការមកស្ដាំទៅលើ page ហ្នឹងមួយហើយ open with live server អត់កន្លែង open with live server នេះគឺនៅពេលដែលអ្នកនរគ្នាធ្វើការ install extension ហ្នឹងសិនណាទៅវាចេញឲ្យអូខេអ្នកនរគ្នាមើលឃើញទៅកាន់ head នេះទេឃើញមានថាឈ្មោះខ្ញុំទេគឺជាអ្វីដែលយើងបានសរសេរនៅក្នុង head ហើយសរសេរក្នុង title element ហ្នឹងឯងហើយនៅក្នុង Moni ហ្នឹងគឺវាជា content ដែលវាស្ថិតនៅចន្លោះរវាង start tag ជាមួយនឹង end tag ទៀតចឹងនេះជា start tag នេះជា end tag ហើយសម្រាប់ body នេះឃើញយើងសរសេរ this is HTML វាចេញនៅក្នុងនេះឲ្យអញ្ចឹង content ទាំងអស់ដែលយើងសរសេរដូចក្នុង website បែបនេះគឺយើងត្រូវសរសេរទាំងអស់ហ្នឹងចូលទៅកាន់ body អូខេហើយសម្រាប់ HTML នេះបិទមានថាការបញ្ចប់ទៅលើ HTML មានថាការបញ្ចប់ទៅលើភាសា HTML ទាំងស្រុងតែម្ដងណាអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាអ្នកនរគ្នានឹងសិក្សាជាមួយខ្ញុំនៅមេរៀនបន្តអូខេបាយចឹងនេះជាវីដេអូរបស់យើងបន្តតាក់ទងជាមួយមេរៀន HTML របស់យើងចឹងនៅក្នុងថ្ងៃនេះពួកយើងនឹងធ្វើការសិក្សាតាក់ទងជាមួយនឹងការទៅ structure របស់ HTML យើងអាចចាំបាច់ធ្វើការទៅសេវាដូចវីដេអូមុនទេអញ្ចឹងវាយូរថាអត់អញ្ចឹងខ្ញុំមានរបៀបមួយទៀតដែលវាថា short click មែនតើគ្រាន់តែធ្វើការ one click ដល់គ្នានឹងអាចបង្កើត structure ទាំងមូលរបស់ HTML បានយ៉ាងជោគជ័យចឹងអ្នកនរគ្នាគ្រាន់តែធ្វើការចុច shift បូកជាមួយនឹងលេខ1វានឹងចេញសញ្ញាឧទាហរណ៍ថារួចអ្នកនរគ្នា enter មកនោះវានឹងធ្វើការបង្កើត structure HTML របស់យើងបានយ៉ាងជោគជ័យហើយងាយស្រួល only one click អូខេតោះ control S1ចឹងនៅពេលដែលនៅក្នុងនេះយើងអាចធ្វើការសរសេរ content នៅក្នុង body បានឧទាហរណ៍ដល់នេះខ្ញុំនឹងធ្វើការសរសេរពីថា my name is ឈ្មោះខ្ញុំចឹងណាអូខេអ្នកនរគ្នា control S1 ខ្ញុំនឹងចូលមកកាន់ browser ដែលអ្នកនរគ្នាធ្វើការ mouse តាមយកពាក្យថា open with live server អូខេនៅពេលនោះវានឹងចេញ content ដែលយើងសរសេរនៅក្នុង body ហើយ head របស់យើងគឺជាប្រភេទ document ណាវាខាងលើបែបនេះអូខេចឹងកន្លែងនេះគឺយើងថាយើង only one click យើងអាចធ្វើការបង្កើត structure របស់ HTML បានដោយជោគជ័យមិនដូចយើងធ្វើការសរសេរ structure ពីមួយយើងត្រូវសរសេរមួយនៅក្នុងហ្នឹងចឹងនេះគឺជាវីដេអូមួយដែលខ្ញុំធ្វើការចែកម្លែកទាក់ទងជាមួយនឹង one click ក្នុងការបង្កើតទៅលើ structure HTML អូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងនេះគឺជាវីដេអូបន្តរបស់យើងទាក់ទងជាមួយនឹងមេរៀន HTML ដែលនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតែ HTML tag ដែលពេញនិយមតែ 3-4 ទេនឹងលើកយកមកសិក្សាហើយចែកម្លែកដល់អ្នកគ្នាអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះអូខេចឹងនេះគឺជា HTML tag មួយដែលខ្ញុំលើកមកនិយាយដែលនៅក្នុងហ្នឹងមានតាក់ទងជាមួយនឹង P ដែលវាជា paragraph tag មួយ HR tag BR tag ហើយជាមួយនឹង pre tag ចឹងទាំងអស់ហ្នឹងតើវាមានន័យដូចម្ដេចតិចៗយើងនឹងសិក្សាទាំងអស់គ្នាអូ
ខេចឹងការពីវីដេអូមុនគឺយើងសិក្សាទៅលើ P-Take ដែរហើយជាមួយនឹង Bio-Take អូខេចឹងសម្រាប់ P-Take ខ្ញុំនឹងធ្វើការ review ឲ្យអ្នកគ្នាវិញប៉ុន្តែនៅក្នុងថ្ងៃនេះយើងក៏ធ្វើការ review បូករួមជាមួយនឹងការបន្ថែមទៅលើ P-Take ហើយជាមួយនឹង Bio-Take ផងដែរអូខេចឹងសម្រាប់ P-Take នៅក្នុងនេះក៏ជា take មួយដែលពេញនិយមគេប្រើប្រាស់វាផងដែរអូខេចឹងអូខេឥឡូវនេះយើងនឹងធ្វើការសរសេរតទៅជាមួយនឹង P-Take ដែលវាជា paragraph អូខេចឹងសម្រាប់ការសរសេរនេះគឺខ្ញុំមានទៅលើ P paragraph មួយរួចខ្ញុំ enter អូខេចឹងសម្រាប់ការសរសេរសម្រាប់ការរៀនទៅលើ P-Take នៅក្នុងថ្ងៃនេះយើងក៏អាច import ទៅលើភាសាខ្មែរបានដែរយើងអាចចាំបាច់សរសេរតែភាសាអង់គ្លេសក៏បានដែរណាអូខេចឹងឧទាហរណ៍ថាបើខ្ញុំមានទៅលើ P មួយដែលខ្ញុំយកចេញពីនេះចោះណាឥឡូវថាខ្ញុំយកចេញសបាយញូដែលនៅក្នុងហ្នឹងខ្ញុំនឹងធ្វើការយកទៅលើអត្ថបទដែលជាភាសាខ្មែរដាក់ចូលនៅក្នុងហ្នឹងណាការអត់នៅពេលដែលយើងធ្វើការ start សរសេរវាអូខេឥឡូវឧទាហរណ៍ថាខ្ញុំយកថៅប៉ៅ Cambodia នេះចោះតោះមកឧទាហរណ៍ថានៅពេលដែលខ្ញុំចត់វាអញ្ចឹងមកវានឹងចេញមកមួយទៀតហើយហើយអញ្ចឹងខ្ញុំចង់ធ្វើការគេ copy វាឧទាហរណ៍ថាខ្ញុំចង់បានទៅនេះទៅណាកម្មវិធីនេះទៅខ្ញុំ control បអក្សរ C រួចខ្ញុំផាសវាចូលមកកាន់content element ដែលវា content type ដែលវាស្ថិតរវាង start tag ជាមួយនឹង end tag ខ្ញុំផាសវាចូលនៅកណ្ដាលហ្នឹងមកអូខេរួចអ្នកគ្នាធ្វើការ save អូខេអញ្ចឹងសម្រាប់ការនេះគឺយើងធ្វើម៉េចដើម្បីឲ្យវាស្អាតហើយកុំឲ្យវាបាត់អញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការ select ទៅលើមួយជួរហ្នឹងអ្នកគ្នាមកស្ដាំមួយអ្នកគ្នាយកពាក្យ format document ឬក៏ shift alt F អូខេនៅពេលនោះវានឹង format ឲ្យយើងបានមកស្អាតអូខេរួច save មួយអូខេអញ្ចឹងអ្នកគ្នាអាចមកស្ដាំមួយអ្នកគ្នាអាចយកពាក្យ open with live server ណាអូខេចឹងសូមរងចាំផ្លែវានឹងដំណើរការចឹងនេះគឺជាមិញអត្ថបទដែលយើងបាន copy ចេញពីសបាយញូទៅហើយឧទាហរណ៍ថាបើខ្ញុំចង់ឲ្យសេវាកម្មនេះដែលត្រូវបានបង្កើតនេះធ្វើការចុះបន្ទាត់តែម្ដងតែយើងត្រូវធ្វើដំណេចអូខេចឹងសម្រាប់សេវាកម្មដែលខ្ញុំចង់ឲ្យវាចុះបន្ទាត់បែបនេះគឺខ្ញុំអាចប្រើទៅលើ Bio-Take បែបនេះអូខេរួច save មួយរួចអ្នកគ្នាចូលមកកាន់នេះឃើញថាសេវាកម្មដែលត្រូវបានបង្កើតនេះចុះបន្ទាត់ប៉ុន្តែមាន take មួយទៀតដែលអាចឲ្យអ្នកគ្នាទៅ save ទៅតាមអ្វីដែលអ្នកគ្នាទៅ save ដូចនៅក្នុងVS Code ហើយវានឹង display content របស់វានឹងចូលទៅកាន់ browser ដូចគ្នាចឹង pre-define pre-formatted text ដែលគេប្រើវាសម្រាប់ដូចខ្ញុំនិយាយចឹងគឺគេប្រើវាសម្រាប់ធ្វើការសរសេរអ្វីដែលនៅក្នុង VS Code រួចវានឹង display content ដូចគ្នាចូលទៅកាន់browser យើងអូខេទោះអ្នកគ្នាប្រើទៅលើ browser ណាក៏ដោយមិនថា Chrome Firefox Microsoft Edge ក៏អ្នកគ្នាអាចប្រើទៅលើ pre-text បានដែរអូខេណាចឹងយើងឧទាហរណ៍ថាខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំលុបចោលទៅលើ Bio-Take នេះខ្ញុំលុបចោលហើយបើសិនបើខ្ញុំចង់ឲ្យដូចសរសេរដូចទៅលើ content ដែលយើងសរសេរដូចនៅក្នុង VS Code ខ្ញុំគ្រាន់តែប្ដូរខ្ញុំចុច P នេះនៅស្គ្រីន select វា control D រួចខ្ញុំសរសេរពីថា pre អូខេរួចអ្នកគ្នាធ្វើការ save អូខេអញ្ចឹងសម្រាប់រួចអ្នកគ្នាត្រូវចំណាំណាកន្លែងនេះឃើញរបស់យើងចោះបន្ទាត់ទេឃើញទេអូខេខ្ញុំ save រួចខ្ញុំធ្វើការ open ដូចរបស់គេនៅលើនេះមានថាយើងសរសេរអ្វីដូចជានៅក្នុង VS Code វានឹង show ឲ្យយើងមើលឃើញណាឧទាហរណ៍ថាបើខ្ញុំចង់ឲ្យនឹងអត្ថប្រយោជន៍នេះខ្ញុំ enter ចោះនៅក្នុង VS Code រួចខ្ញុំ save ហើយខ្ញុំចូលមកកាន់ content របស់យើងមើលឃើញថានឹងសេវាកម្មនេះហើយនឹងអត្ថប្រយោជន៍នេះឃើញទៅការចោះបន្ទាត់ដែរណាអញ្ចឹងមានថាអ្វីដែលយើងសរសេរនៅក្នុង pre-text វានឹងបង្ហាញ display ដូចគ្នាជាមួយនឹងសរសេរនៅក្នុង VS Code វានឹងបង្ហាញ display content ចូលទៅកាន់ browser ដូចគ្នាអូខេហើយនេះ beyond មួយនេះគឺយើងបានរៀនហើយសម្រាប់ HR tag គឺមានថាវា define a thematic change in the content អញ្ចឹងកន្លែងនេះគឺគេប្រើវាអាចសម្រាប់ធ្វើគេសម្រាប់ធ្វើការខណ្ឌចែករបៀប content ខាងលើហើយជាមួយនឹង content ខាងក្រោមអញ្ចឹងកុំឲ្យវាញ៉ាំយូរឥឡូវខ្ញុំនឹងធ្វើការសរសេរឲ្យអ្នកគ្នាអូខេឧទាហរណ៍ថាឥឡូវនេះខ្ញុំនឹងមានទៅលើនេះមួយចុះណាខ្ញុំនឹងយកចេញអត្ថបទចេញពីនេះមួយចុះខ្ញុំសូម copy ជម្រើសដែលទុកទំនិញប៉ុនសម័យនេះ control C មួយរួចខ្ញុំធ្វើការ pass វាចូលមកកាន់ VS Code យើងអញ្ចឹងនៅកន្លែងនេះខ្ញុំអាចធ្វើការ import សរសេរខ្ញុំចង់ប្រើទៅលើ P-Take រួចខ្ញុំធ្វើការ copy paste ទៅលើ content ដែលយើងបាន copy ចេញពីសបាយយូមុនហ្នឹងអូខេយើងសាកមើលមកកាន់នេះសិនថាវាចេញឲ្យត្រូវអត់អូខេអញ្ចឹងកន្លែង P នេះអ្នកគ្នាអាចប្រើទៅលើ heading ដូចនៅក្នុងមេរៀនមុនក៏បានដែរណាអូខេខ្ញុំបាន control D មកអូខេ head 1ចុះអាចប្រើទៅលើ heading ក៏បានដែរណាឧទាហរណ៍ថាឥឡូវនេះយើងចង់បានបន្តមួយដែលខាងចែករវាង content ខាងលើនេះហើយជាមួយនឹង content ខាងក្រោមនេះតើយើងត្រូវធ្វើដូចម្តេចអញ្ចឹងសម្រាប់របស់ HR tag ដែលយើងបាននិយាយមុនហ្នឹងគឺមានថាវា define thematic change in the content អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមានទៅលើ HR នឹងសរសេរចូលមកណា enter រួចអ្នកគ្នា share រួចអ្នកគ្នា display ទៅកាន់ content អ្នកគ្នាបានឃើញថាវាមានទៅលើខ្សែបន្ទាត់មួយដែល wave ទៅទេទោះអ្នកគ្នា zoom out zoom in ក៏ឃើញខ្សែបន្ទាត់ហ្នឹង display content ឲ្យយើងមើលឃើញដែរណាជំនឿថាវាបែងចែក content ខាងចែក content ខាងលើជាមួយនឹង content ខាងក្រោមហើយលើពីនេះអ្នកគ្នាក៏អាចប្រើចូលលើ HR tag នៅខាងក្រោមបានដែរណាឧទាហរណ៍ថាខ្ញុំមាន HR មួយទៀតហើយសម្រាប់ការ set ទៅលើ color អ្នកគ្នាក៏អាច upload ទៅ color ផ្សេងទៀតបានដែរគ្រាន់តែអ្នកគ្នាប្រើទៅលើពីថា color អូខេ color ហើយឥឡូវយើងចង់បាន portrait អូខេយើងវាយពីថា LED ណាឃើញវានឹង display ឲ្យហើយសម្រាប់ទំហំអ្នកគ្នាក៏អាចធ្វើការដាក់បានដែរណាគ្រាន់តែអ្នកគ្នាវាយពីថា width អូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់បាន10 pixel អូខេវានឹងចេញឲ្យ10 pixel អូខេបើសិនបើអ្នកគ្នាចង់បានពីទេអូខេខ្ញុំចង់បានតែប៉ុណ្្នឹងក៏បានដែរណាអូខេអូខេចឹងសម្រាប់ដំបូងនេះខ្ញុំនឹងធ្វើការសិក្សាទាក់ទងជាមួយនឹង article text ចឹងអ្នកគ្នាគ្រាន់តែវាយពីថា article មកណា
អូខេចឹងសម្រាប់ article tag គេប្រើវាសម្រាប់ធ្វើគេ article tag គឺវាប្រើវាសម្រាប់ធ្វើការផ្ទុកទៅលើអត្ថបទជាច្រើននៅក្នុងនឹងបានវាប្រៀបដូចជា p tag ដែរអូខេចឹងនៅក្នុងនេះក៏យើងអាចប្រើទៅលើឥឡូវនេះខ្ញុំបញ្ចូលមកកាន់នេះ website មួយដែលយើងអាច copy ទៅលើវាគឺយើងយកទៅថាសបាយ news មែនណាអូខេយើងចូលមកកាន់បច្ចេកវិទ្យាដដែលនៅក្នុងនេះខ្ញុំបញ្ចូលដូរពីនេះចេញមកណាយើង cross វាoutខ្ញុំនឹងចូលយកពីថានេះចាស់យកនេះចាស់ហើយយើងនឹងរងចាំ play វា alert នេះឲ្យយើងអូខេហើយ copy យកពីនេះចាស់អញ្ចឹងសម្រាប់ article tag គេក៏ប្រើដូចគ្នារួចអ្នកគ្នាប្រើ pass ហើយអ្នកគ្នាអាចធ្វើការ select ទៅលើមួយជួរហ្នឹងមកអូខេរួចអ្នកគ្នាធ្វើការ mouse ស្ដាំយើងធ្វើការ format document ឲ្យវាចេញមកស្អាតទៅអូខេចឹងសម្រាប់ article tag គឺវាប្រើវាដូចជា p tag ដូចគ្នាចឹងអ្នកគ្នាគ្រាន់តែ mouse ស្ដាំលើវាយកពីថា open with live server នោះវានឹងចេញមកដូចគ្នាចឹង article tag ក៏គេប្រើវាជាទម្រង់បែបហ្នឹងដែរអូខេវាក៏មានលក្ខណៈពេញនិយមដែរណាសម្រាប់ធ្វើការសិក្សាបច្ចុប្បន្នហើយមួយទៀតតទៅជាមួយនឹង figure tag យើងក៏អាចសិក្សាវាបានដែរ figure tag ក៏វាក៏មានលក្ខណៈដូចជានេះដែរគេភាគច្រើនគេប្រើវាជាទូទៅដែរគឺសរសេរដែរអូខេឧទាហរណ៍ថាខ្ញុំអាច copy paste វាចឹងបែបនេះចឹងណា paste មុនហ្នឹងក៏វាចេញឲ្យយើងដែរប៉ុន្តែអ្នកគ្នាមើលឃើញថានេះលក្ខណៈរវាង article ហើយជាមួយនឹង figure គឺខុសគ្នាបន្តិចជប់ខ្ញុំ paste វាចូលមួយចា control set អូខេជាអ្នកគ្នាមើលឃើញថានេះលក្ខណៈខុសគ្នារវាង article ហើយជាមួយនឹង figure គឺខុសគ្នាត្រង់នៅកន្លែងនេះតួយើង format document គឺ article គឺវាមានលក្ខណៈជាមានថាវាមានលក្ខណៈអក្សរគឺនៅពេញគេហទំព័រ web page របស់យើងទៅឯងវា figure គឺមានថាវាមានលក្ខណៈដូចជា container មួយដែលធ្វើការបង្រួមណាដូចជាទម្រង់กระดาษសភៅមួយចឹងណាឃើញទេវាត្រង់គ្នារាងស្អាតជាង article អូខេចឹងលក្ខណៈរបស់វាខុសគ្នាតែប៉ុណ្្នឹងឯងអូខេយើងចូលមកកាន់មួយទៀតតែតជាមួយនឹងមួយទៀតមិនហ្នឹងគឺដូចជា footer ទេអូខេ footer គេប្រើប្រាស់សម្រាប់គេ footer ពីច្រើនគឺគេប្រើប្រាស់នៅពេលដែលគេហទំព័ររបស់យើងនៅចុងផ្នែកចុងក្រោយមានថាឥឡូវឧទាហរណ៍ថាខ្ញុំចូលមកកាន់នេះចុះនេះខ្ញុំនឹងបង្ហាញ scroll ចុះក្រោមនេះអាកន្លែងផ្ទៃ background របស់ខ្មែរហ្នឹងគឺវាមានថាវាជា footer ដែលនៅក្នុងហ្នឹងគេអាចធ្វើការ import ទៅលើ logo ផ្សេងៗ website ផ្សេងៗ link ដែលគេភ្ជាប់ទៅកាន់គេហទំព័របណ្ដាញសង្គមរបស់គេផ្សេងៗតែគេដាក់ក្នុងហ្នឹងគឺមានថាជាជើងតម្ររបស់គេហទំព័រ website របស់យើងនៅពេលដែលយើងធ្វើការចង់ create ទៅលើ footer គឺគេប្រើទៅលើ footer tag តែម្ដងណាតែអ្នកខ្លះក៏គេប្រើទៅលើ div tag បានដែរអូខេចឹងនៅកន្លែងហ្នឹងអ្នកគ្នាក៏អាចធ្វើការ copy paste វាមកព្រោះយើងយកពីថា format document អូខេក៏វាចេញឲ្យដែរណាហើយអ្នកគ្នាចូលមកកាន់នេះមកឃើញទេវាដូចគ្នាវាអានេះគឺជា footer ហើយនេះប្រៀបបានដូចជា head ហើយនេះគឺជា body ហើយនេះគឺជា footer ហ្នឹងចឹងទៅណាគឺថាហ្នឹងហើយដើម្បីបញ្យល់អ្នកគ្នាយល់ដើម្បីអ្នកគ្នាយល់គឺខ្ញុំអាចបញ្យល់ថា color នេះវាជា header ខាងក្រោមនេះផ្នែកកណ្ដាលនេះដែល center ហ្នឹងគឺវាជា body ហើយនៅកន្លែងនេះគឺវាជា footer តែកន្លែងហ្នឹងគឺខ្ញុំបានបញ្យល់ដែរគឺនៅមេរៀន episode 1អូខេអញ្ចឹងដើម្បីយកការច្បាស់អ្នកគ្នាអាចចូលទៅកាន់ episode 1របស់ខ្ញុំដើម្បីធ្វើការ click ចុះមើលទៅណាคลิกចូលមើលទៅណាអូខេហើយអញ្ចឹងទេអ្នកគ្នាអាចចូលទៅកាន់ YouTube channel របស់ខ្ញុំគឺមានឈ្មោះថាសម័យខូដហើយជាមួយនឹង Facebook page របស់ខ្ញុំគឺសម័យខូដដែរហើយជាមួយនឹង Facebook ទី2របស់ខ្ញុំគឺឈ្មោះលៀងអូខេអញ្ចឹងអ្នកគ្នាក៏អាចចុច click នៅខាងក្រោមដែរដែលខ្ញុំបានដាក់ description ព្រមទាំង link អ្នកគ្នាអាចចូល click ទៅមើលបានផងដែរអូខេដើម្បីឲ្យយល់មេរៀនកាន់តែច្បាស់អូខេឥឡូវនេះយើងនឹងចូលទៅកាន់មេរៀនបន្ទាប់របស់យើងគឺតាក់ទងជាមួយនឹង form អញ្ចឹងដូចខ្ញុំបាននិយាយបញ្ជាក់មុនហ្នឹងដែរគឺ form គឺភាគច្រើនក្នុងមេរៀនឥឡូវនេះគឺខ្ញុំអត់សូវសង្កត់ធ្ងន់ទេដោយសារតែមេរៀន form យើងធ្វើការមាន tag ច្រើនទេដែលគេប្រើនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអត់សូវសង្កត់ធ្ងន់នៅក្នុងមេរៀននេះទេអូខេគ្រាន់តែលើកយកដើម្បីឲ្យអ្នកគ្នាបានស្គាល់តាក់ទងជាមួយនឹង tag ពេញនិយមប្រើសពប៉ុណ្ណឹងសោះអូខេអញ្ចឹងសម្រាប់ form នៅពេលដែលខ្ញុំសរសេរវាបញ្ជាក់ action ឲ្យយើងហើយអញ្ចឹងឥឡូវនេះយើងមិនដាក់ឲ្យគេទេណាអូខេអញ្ចឹងនៅក្នុងចន្លោះរបៀប content ដែលយើងធ្វើការសរសេរនេះអ្នកគ្នាក៏សរសេរយកពីថា lorem ណាអូខេឥឡូវខ្ញុំយក lorem 2ចុះអូខេមានថាអានេះគឺ lorem ដែលខ្ញុំបញ្ជាក់ពីវីដេអូមុនមកថា lorem គឺវាជាអក្សរដែលមានស្រាប់នៅក្នុង VS Code យើងអូខេអញ្ចឹងខ្ញុំអាចយកពីប៉ុណ្្នឹងចុះអូខេរួចខ្ញុំធ្វើការ enter ចូលការ display ចូលមកកាន់ file server របស់យើងមើលឃើញថានេះគឺជា form អូខេអញ្ចឹងវាប្រៀបដូចជា tag មួយដែលមានលក្ខណៈដូចគ្នាទាំងអស់ឃើញណាប៉ុន្តែពីច្រើននៅពេលដែលគេយកវាទៅប្រើប្រាស់ក៏វាមានលក្ខណៈផ្សេងគ្នាដែរ article ដែលខ្ញុំបានបញ្ជាក់តាំងពីដើមគឺវាមានលក្ខណៈគឺជាទម្រង់អត្ថបទធំមួយដែលមានផ្ទៃលាតគឺពេញកណ្ដាស់ web page យើងហើយរីឯ figure មានលក្ខណៈដូចជា container មានថា container វាយើងអាចសរសេរបានប៉ុន្តែរបៀបដូចជាទម្រង់វា container ឬក៏ទម្រង់កណ្ដាស់សភៅមួយដែលមានលក្ខណៈចូលគម្លាតគ្នាពីច្រើនអ្នកដែលគាត់ធ្លាប់ធ្វើការកឹបកណ្ដាស់ធ្វើសភៅគឺដឹងថាយើងអាចទុកគម្លាតសងខាងរបស់ឆ្វេងស្ដាំលើក្រោមហ្នឹងគឺវាមានគម្លាតអាច 1.5 សង់ទីម៉ែត្រអញ្ចឹងតែដើម្បីធ្វើការកឹបសភៅបានអញ្ចឹង figure ហ្នឹងក៏មានលក្ខណៈដូចជាអញ្ចឹងដែររីឯ form គឺភាគច្រើនយើងដឹងហើយ form គឺមានថាមានលក្ខណៈជាការបំពេញទៅលើព័ត៌មានផ្ទាល់ខ្លួនឬក៏ information អីចឹងទៅណាអូខេអញ្ចឹងខ្ញុំនឹងលម្អិតបន្តទៀតនៅមេរៀនបន្ទាប់រីឯ footer ដូចខ្ញុំនិយាយបញ្ជាក់អញ្ចឹងគឺមានថាវាជាជើងដំបូងរបស់គេហទំព័រ website របស់យើងដែលខ្ញុំអាចបញ្យល់បានមុនហ្នឹងគឺអ្នកគ្នាចូលទៅកាន់ episode របស់ខ្ញុំដើម្បីមើលបានអូខេអញ្ចឹងយើងក៏មានតែប៉ុណ្្នឹងហើយអូខេជួបគ្នាអ្នកគ្នាជួបគ្នានៅវីដេអូបន្តទៀតបាយ
អូខេសួស្តីអ្នកគ្នានេះគឺជាមេរៀនបន្តរបស់យើងតាក់ទងជាមួយនឹងភាសា HTML ដែលនៅក្នុងថ្ងៃនេះខ្ញុំនឹងសិក្សាតាក់ទងជាមួយនឹង HTML tag ដែលពេញនិយមទៀតហើយប៉ុន្តែនៅក្នុងថ្ងៃនេះគឺវាមានលក្ខណៈពិសេសមួយដោយសារនៅក្នុងថ្ងៃនេះយើងនឹងសិក្សាទៅលើលក្ខណៈដូចគ្នារវាង tag ដែលពេញនិយមហ្នឹងថាតើគេអាចប្រើវាបានច្រើនប៉ុន្តែវាមាន tag ជាច្រើនទៀតដែលវាថាវាមានលក្ខណៈតែមួយប៉ុន្តែគេអាចប្រើតែវាមានលក្ខណៈជា tag ផ្សេងៗគ្នាអូខេអញ្ចឹងកុំឲ្យខាតពេលឥឡូវនេះយើងនឹងធ្វើការសិក្សានៅក្នុងវីដេអូនេះជា list HTML tag មួយដែលខ្ញុំបានបង្ហាញដែរគឺនៅការទៅកាន់វីដេអូមុនហ្នឹងវីដេអូមុននេះអូខេអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការនិយាយតាក់ទងជាមួយនឹង tag ដែលមានលក្ខណៈដែលយើងសិក្សាគឺមានលក្ខណៈដូចគ្នាវាលក្ខណៈដូចគ្នាគឺមានថាគឺវាបង្ហាញ display ចេញមកគឺដូចគ្នាតែម្ដងអូខេគ្រាន់តែសរសេរខុសគ្នាណាអូខេអញ្ចឹងសម្រាប់ការដែលខ្ញុំលើកឡើងថាវាមានលក្ខណៈដូចគ្នាគឺទី1តាក់ទងជាមួយនឹង heading នេះនឹងថា heading គឺមានលក្ខណៈដូចជាអក្សរដិតនេះ list HTML tag ខាងលើនេះអញ្ចឹងណាគឺមានលក្ខណៈដូចបែបហ្នឹងរបៀប heading ដែលមានលក្ខណៈដូចជា bold អញ្ចឹងហើយនៅក្នុងមួយទៀតយើងនឹងសិក្សាទៅលើ bold ដែលមានសរសេរដោយពាក្យថា b ហើយជាមួយនឹងអូខេហើយជាមួយនឹង strong ក៏យើងមានលក្ខណៈវាជា bold ដែរណាអូខេអញ្ចឹងកុំឲ្យខាតពេលនេះឥឡូវយើងនឹងធ្វើការសិក្សាទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងធ្វើការចូលមកកាន់ VS Code របស់យើងខ្ញុំធ្វើការ create ទៅលើ structure HTML ឥឡូវនេះឧទាហរណ៍ថាខ្ញុំមានទៅលើ p tag មួយដែលនៅក្នុងហ្នឹងខ្ញុំចង់ការសរសេរ lorem 12អូខេចាអូខេប៉ុន្តែនៅក្នុងហ្នឹងគឺខ្ញុំចង់បានលក្ខណៈជាអក្សរដិតអញ្ចឹងសម្រាប់ការឧទាហរណ៍ថាអក្សរដិតអញ្ចឹងនៅក្នុង p tag នេះយើងអាចសរសេរវាជាលុបពី p ចេញយើងដាក់ heading ក៏បានដែរឥឡូវនេះខ្ញុំនឹងធ្វើការយកពីថា h1 ណាអូខេឥឡូវខ្ញុំនឹងធ្វើការដាក់ h1 អូខេ application រួចដល់គ្នា display content ចូលមកកាន់ browser អូខេ enter មួយនេះគឺមានថាមានលក្ខណៈជា heading ហើយត្រូវអត់វាមានលក្ខណៈជាអក្សរដិតត្រូវទេប៉ុន្តែ tag មួយទៀត impy tag ទៀតតែពេញនិយមដែរតែគេប្រើអូខេតែ heading ខ្ញុំបានបញ្ជាក់ចឹងថា heading គឺគេប្រើពីច្រើនតែផ្នែកដែលសំខាន់សម្រាប់វាថាផ្នែកអត្ថបទសំខាន់ផ្ដើមដំបូងណាអូខេហើយមួយទៀតគឺតាក់ទងជាមួយនឹង strong ហ្នឹងក៏មានលក្ខណៈជាអក្សររៀងដិតដែរណាអូខេចឹងឧទាហរណ៍ថាខ្ញុំមាន lorem 5 pixel ក៏វាមានលក្ខណៈជាអក្សរដិតដែរអូខេប៉ុន្តែ head1 របស់យើងដែលមានលក្ខណៈជាអក្សរដិតគឺមានថាវាមានទំហំ font size នៅក្នុងហ្នឹងស្រាប់គឺធំមកស្រាប់រីឯរបៀប strong គឺវាមានទំហំ font size តែប៉ុណ្្នឹងឯងអូខេជាទូទៅ general អូខេមួយទៀតតាក់ទងជាមួយនឹង bold tag គឺមានថាមានលក្ខណៈជាអក្សរដិតដែរឧទាហរណ៍ថាខ្ញុំមាន lorem 5ដូចគ្នាអូខេខ្ញុំ enter អូខេគឺយើងមើលឃើញថានេះគឺវាមានចេញមកអក្សរប៉ុនគ្នារវាង strong ហើយជាមួយនឹង bold គឺមានលក្ខណៈដូចគ្នាមែនតើឧទាហរណ៍ថាបើយើងប្រើ BR វានឹងទម្លាក់ចុះមកហើយអូខេខ្ញុំមានថានេះគឺជា bold tag ខាងក្រោមនេះអូខេចុះខាងក្រោមនេះគឺជា bold tag ដែលយើងបានសរសេរ content ហើយនេះគឺ content ដែលយើងសរសេរដោយ strong tag ហើយខាងលើនេះគឺជា content ដែលយើងបានសរសេរដោយ h1 heading ដែលវាជា heading tag ដែរអូខេជាលក្ខណៈរបស់វាគឺខុសគ្នាប៉ុណ្ណឹងហើយសម្រាប់មួយទៀតឧទាហរណ៍ថានៅក្នុងនេះអ្នកនរគ្នាចង់ប្រើនេះចង់ឲ្យកន្លែងនេះគឺកំណត់ចំណាំថាកន្លែងនេះសំខាន់ណាខ្ញុំចង់ឲ្យ audience មើលឃើញអូខេជាងអាចនៅចន្លោះនេះខ្ញុំអាចប្រើទៅលើគេ strong tag ក៏បាន bold tag ក៏បានចឹងជាទូទៅខ្ញុំសរសេរ bold tag ឲ្យវាខ្លីស្រួលអូខេខ្ញុំ pass អូខេខ្ញុំស្រាវយើងមើលឃើញថាវាអត់ចេញឲ្យយើងទេដោយសារអីនេះគឺជា h1 tag ទៅឯនៅពេលដែលខ្ញុំធ្វើការផ្លាស់ប្ដូរអូខេឥឡូវខ្ញុំដាក់ p tag វិញអ្នកគ្នាមើលឃើញថានេះ p tag ដែលវា start ចាប់ពីធំនេះដល់ធំនេះប៉ុន្តែនៅចន្លោះរវាង LibreOffice នេះគឺមានថាយើងបានប្រូវាទៅជា bold tag បាត់ហើយហើយនៅកន្លែងនេះអ្នកគ្នាដាក់ strong tag ក៏បាន bold tag ក៏បាន h1 tag ក៏បានអូខេកន្លែងចំណុចសំណានហ្នឹងតែវាមានលក្ខណៈជាអក្សរដិតអូខេឥឡូវខ្ញុំដាក់នេះសាថ្មី control D ហើយ h1 អូខេវានឹង display ចេញមកឃើញមានលក្ខណៈជាអក្សរដិតធំអូខេហើយយើងក៏អាចប្រើពី head1 ដល់ head6 បានដែរអូខេអញ្ចឹងវីដេអូនេះទាំងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាអ្នកគ្នានឹងជួបខ្ញុំទៅកាន់វីដេអូក្រោយទៀតបាយអូខេសួស្តីអ្នកគ្នាចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាតាក់ទងជាមួយនឹង link tag ដែលមានពីរគឺតាក់ទងជាមួយនឹង link ដែលមួយគឺជា tag បែបនេះហើយមួយទៀតគឺជា link បែបនេះតើលក្ខណៈរបស់វាខុសគ្នាដូចម្តេចហើយតើគេប្រើវាសម្រាប់ធ្វើអីគេអញ្ចឹងយើងនឹងសិក្សានៅក្នុងវីដេអូនេះអូខេចឹងនៅក្នុងនេះយើងបានមើលឃើញដែរគឺឃើញថាគេបានប្រាប់ថា in HTML the tag grade clickable hypertext for user navigation while the link tag contain the document to external resource like CSS static behind the scene អូខេចឹងមានថា tag នេះគឺជា element ដែលគេធ្វើការ create visible instruction shortcut to other destination ចឹង tag គឺមានថាដូចនេះ tag បែបនេះគឺមានថានៅក្នុងនេះគឺគេចង់និយាយតាក់ទងជាមួយនឹងគេបង្កើតវាឡើងដើម្បីធ្វើការតំណភ្ជាប់ទៅកាន់ link មានថាតំណភ្ជាប់ទៅកាន់ page មួយទៅ page មួយទៀតតែគេ createទៅតាមទិសដៅដែលគេចង់ឲ្យវាទៅអូខេហើយពីច្រើនគេប្រើវានៅក្នុង location right here inclusively inside the body section មានថាគេប្រើវាច្រើនគឺនៅក្នុង body គេអាចប្រើវានៅក្រៅ body ឬក៏អីទៀតទេអូខេហើយនៅក្នុងហ្នឹងគេក៏ប្រើទៅលើ arrays ដែលវាជា attribute ក្នុងការ declare the target URL ចឹងមានថាarrays មានថាគេធ្វើការប្រកាសវាដើម្បីធ្វើការទៅកាន់ target មានថាគោលដៅនៃ link ដែលគេចង់ធ្វើការឲ្យវាហ្នឹងពេលចុចទៅវាទៅចឹងជាស្ដែងខ្ញុំនឹងធ្វើការនេះមួយឧទាហរណ៍មួយតើជាមួយនឹង Spy New ដែរអូខេយើងអាចចូលមកកាន់ website ហ្នឹងចឹងនៅពេលដែលអ្នកនរគ្នាធ្វើការចូលមកវាហ្នឹងនេះហើយនេះវានឹងចេញឲ្យយើងចេញបាននេះចឹងនៅពេលដែលខ្ញុំចូលមកកាន់កន្លែងបច្ចេកវិទ្យានេះទៅការនៅពេលដែលខ្ញុំធ្វើការ click វាទោះវានឹងធ្វើការ
ចូលមកកាន់ page មួយថ្មីតែកន្លែងហ្នឹងគេថាវាជា link ដែលនៅពេលដែលយើងធ្វើការ click ទៅលើវាអូខេឃើញនៅពេលដែលខ្ញុំ click គឺវាចូលមកកាន់ថ្មីទៀតនេះគឺមានថាវាជាគេបានប្រើ attribute ដែលឈ្មោះថា arrest ក្នុងការដាក់វាទៅនៅពេលដែលអ្នកគ្នាចុចទៅលើ link ហ្នឹងអូខេអញ្ចឹងអានេះគឺជា tag អញ្ចឹងឥឡូវនេះខ្ញុំបានឧទាហរណ៍ដល់យើងធ្វើការ open ទៅលើ VS Code ចូលអូខេអញ្ចឹងខ្ញុំចាំផ្លែមកអូខេអញ្ចឹងខ្ញុំអាចធ្វើការ open ទៅលើ project យើងមុននេះគឺ index 2បែបនេះចុះហើយធ្វើការ create new file ហើយ tag បែបនេះអ្នកគ្នាអាចទៅ save បែបនេះក៏បានឬក៏អ្នកគ្នាអាចទៅ save បែបចេះក៏បានដែរណាអូខេក៏វាចេញឲ្យយើងដែរហើយនៅក្នុង tag គឺមានពាក្យថា arrest តែវាជា attribute ដែលយើងអាចធ្វើការដាក់វាមកអ្នកគ្នាចង់ប្រើវាសម្រាប់ធ្វើការគេចង់ឲ្យវាតំណភ្ជាប់ទៅកាន់គេអញ្ចឹងឥឡូវនេះកន្លែង arrest នេះខ្ញុំដាក់វាចោលចឹងទៅក៏បានឬក៏ខ្ញុំប្រើសញ្ញាត្រង់ជួបក៏បានខ្ញុំមានថាវាអត់មានអីពេលយើងចុចទៅលើ link ហ្នឹងគឺវាអត់មានធ្វើតំណភ្ជាប់ឬក៏ចុចទៅកាន់ទីតាំងផ្សេងទៀតទេឧទាហរណ៍ថាខ្ញុំដាក់ពាក្យថា this is ចឹងកន្លែងនេះគឺមានថា this is ដែលយើងកំពុងតែសរសេរ this is a link នេះគឺវាជា content ដែលស្ថិតរវាង start tag ទៅនឹង end tag អូខេចឹងនេះគឺជា start tag ហើយនេះគឺជា end tag អូខេចឹងខ្ញុំធ្វើការ share ខ្ញុំធ្វើការ open with server ចឹងនៅពេលនេះវានឹងធ្វើការ run ឲ្យយើងណាអូខេចឹងវានឹងចូលមកអ្នកដូចអ្នកគ្នាបានឃើញហ្នឹង this is a link ចឹងនៅពេលដែលខ្ញុំធ្វើការ click ទៅលើវាអ្នកគ្នាមើលឃើញថានៅខាងលើនេះវានឹងចូលចេញពីថា index2.html ហើយមានសញ្ញាធំឈូកគឺមានថានៅពេលដែលយើងចុចគឺវានឹងចេញមកបែបហ្នឹងមានថាយើងចុចទៅលើ link ហ្នឹងអូខេឥឡូវឧទាហរណ៍ថាខ្ញុំ refresh ថ្មីអូខេធ្វើការចុចវានឹងចេញសញ្ញាធំឈូកហើយបន្ទាប់មកយើងអាចចូលមកមើលកន្លែងនេះប្រសិនបើខ្ញុំអត់ដាក់អីទេកន្លែងនេះខ្ញុំលុបចោលហើយខ្ញុំចូលមកកន្លែងនេះទៅដែរ refresh អូខេអ្នកគ្នាមើលខាងលើនេះគឺអត់មានសញ្ញាធំឈូកទេឃើញទេកន្លែងនេះគឺជា arrest ដែលយើងធ្វើការដាក់ទីតាំងទៅគឺវាចូលទៅកាន់កន្លែងហ្នឹងហើយប្រសិនបើយើងមានទៅលើ file ផ្សេងឧទាហរណ៍ថាបើខ្ញុំមានទៅលើអីគេនេះយើងអាចមើលថានៅក្នុង folder របស់យើង HTML course គឺវាមានទៅលើ file index.html ចឹងនៅកន្លែងនេះខ្ញុំបានធ្វើការប៉ះខ្ញុំធ្វើការសរសេរបែបនេះនៅពេលដែលខ្ញុំសរសេរពីថា in វាចាប់បានចេញមកណាអូខេចឹងខ្ញុំយកទី1ខ្ញុំគាត់ទៅ enter អូខេចឹងនៅក្នុង file នេះយើងបើកមកហើយអត់មានអីទេត្រូវទេចឹងយើងធ្វើការបង្កើតវាសិនមកហើយខ្ញុំដាក់ថា hello ផ្សេងក្នុងនេះណា hello this is HTML file អូខេយើងសរសេរបែបនេះនៅក្នុង index.html យើងឥឡូវនេះយើងមើលទៅក្នុង index2.html របស់យើងគឺមានថាយើងធ្វើការនេះ error ទីតាំងរបស់នៅពេលដែលយើងធ្វើការ click ទៅលើ link ហ្នឹងវានឹងចូលមកកាន់ index.html ដែលជា file ដែលយើងសរសេរពីថា hello this is html file អូខេឥឡូវនេះយើងអាចចូលមកកាន់នេះមកអូខេឥឡូវនេះខ្ញុំធ្វើការ refresh មួយហើយខ្ញុំចុចទៅលើ link ហ្នឹងអូខេនៅពេលនេះឃើញថាវាលោចេញមកពីថា hello this is html file ចាំមានថាកន្លែង erase គឺមានជាកន្លែងដែលយើងប្រើសម្រាប់ធ្វើការដាក់ទៅលើទីតាំង code ដែលយើងចង់ឲ្យពេលចុចទៅលើ link ហ្នឹងគឺវានឹងធ្វើដំណើរទៅកាន់ទីតាំងដែលយើងបានដាក់ហ្នឹងហើយអូខេហើយនៅកន្លែងនេះអ្នកនរគ្នាអាចធ្វើការខ្ញុំធ្វើការ copy ហើយខ្ញុំអាចធ្វើការលុបបានចោលកន្លែងនេះយើងអាចក៏អាចធ្វើការយក link ចេញពីអ៊ីនធឺណិតមកបានដែរនៅពេលដែលយើងចុចវានឹងចូលទៅកាន់ដូចគ្នាអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំឥឡូវនេះខ្ញុំចូលមកកាន់កន្លែង website សបាយ new ហើយអ្នកគ្នាមើលទៅខាងលើនេះកន្លែងបារខាងលើនេះអ្នកគ្នាគាត់តែប៉ះលើវាហើយ control box C ហើយអ្នកគ្នាធ្វើការផាស link នេះចូលមកកាន់កន្លែងចន្លោះរវាង double quote ហ្នឹងមកអូខេខ្ញុំចុចមកបែបនេះខ្ញុំ share រួចអ្នកគ្នាចូលមកកាន់ខ្ញុំថាកន្លែងខ្ញុំដូរសិនដាក់ this is link to អូខេខ្ញុំចូលមកកាន់កន្លែង open with live server យើងមុននេះអូខេដោយសារនេះវាភ្ជាប់ចឹងខ្ញុំបានធ្វើការ open with live server សាថ្មីអូខេយើងមើលឃើញថាវាមានពីរផ្សេងគ្នាអញ្ចឹងដើម្បីឲ្យវាជាប់បន្ទាត់ខ្ញុំបានសិក្សាពី main មុនហើយគឺគេប្រើទៅលើ biotech អូខេវាធ្វើការជាប់បន្ទាត់ឥឡូវនេះខ្ញុំធ្វើការចុចទៅលើ this is link វានឹងចូលមកកាន់ page ចូលមកកាន់ file index.html យើងអូខេឥឡូវខ្ញុំតេស្តទៅលើទី2 this is link to អូខេអញ្ចឹងវានឹងចូលមកកាន់page website របស់សបាយ new ហើយត្រូវទេអូខេអញ្ចឹងមានថា link នេះគឺគេប្រើប្រាស់លក្ខណៈបែបហ្នឹងអូខេអញ្ចឹងឥឡូវនេះនៅពេលដែលខ្ញុំចង់នៅពេលដែលខ្ញុំធ្វើការចូលទៅកាន់ចុចទៅលើ link ហ្នឹងហើយខ្ញុំចង់ឲ្យវាទិសដៅហ្នឹងបង្កើតទៅលើទំព័រថ្មីខ្ញុំចង់ឲ្យប៉ះពាល់ទំព័រចាស់ហើយអញ្ចឹងយើងការប្រើទៅលើគេ target កន្លែងនេះយើងអាចប្រើទៅលើ target ឈ្មោះថា blank រួចអ្នកគ្នា sell អ្នកគ្នាចូលមកកាន់សាថ្មីអូខេអូខេឥឡូវនេះខ្ញុំធ្វើការចុចទៅលើ this is a link to នេះវានឹងធ្វើការបង្កើតទៅលើគេហទំព័រថ្មីដែលវារក្សាទម្រង់ចាស់បែបនេះដែរអូខេចឹងនៅពេលដែលខ្ញុំចុចទៅលើនេះក៏វាចេញឲ្យដែរអូខេគឺមានលក្ខណៈបែបហ្នឹងអូខេចឹងឥឡូវនេះយើងនឹងចូលមកកាន់មួយទៀតតាក់ទងជាមួយនឹង link បែបនេះអូខេគឺមានលក្ខណៈ link បែបនេះហើយនេះគឺមានថាវាជា a tag អូខេអូខេ link មួយទៀតគឺមានឈ្មោះថា link បែបនេះអូខេឥឡូវនេះយើងចូលមកបញ្យល់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ link នេះគឺមានថា the link element be on clickable structural or regionally tied to external file ហើយភាគច្រើនគឺមានថាវាជាប្រភេទ link មួយដែលយើងធ្វើការក្នុងការភ្ជាប់ទៅកាន់ style CSS ផ្សេងៗទៅកាន់វាមិនមែនជា link ក្នុងការភ្ជាប់ទៅកាន់ navbar ឬក៏ link យើងភ្ជាប់ចិត្តមួយវាចូលគេហទំព័រថ្មីដល់ a tag នោះទេគឺមិនមែនទេណាគឺគេភាគច្រើនគេប្រើវាសម្រាប់ធ្វើការដាក់ real បែបនេះ style sheet erase ទីតាំងវាទៅកាន់ file វិញទៅកាន់ file របស់យើងនៅក្នុង HTML ដែលយើងបានបង្កើតវិញ
គេអាចប្រើវាសម្រាប់ website ផ្សេងៗធ្វើការយក link website ផ្សេងៗមកដាក់ចូលបែបនេះហេអូខេហើយភាគច្រើនគេប្រើវានេះ writing accessory inside the head section អញ្ចឹងភាគច្រើនគេប្រើទៅលើ link tag បែបនេះគឺនៅក្នុង head គេអាចប្រើនៅក្នុង body ទេអូខេហើយសម្រាប់ structure is an anti sex crossing element with no crossing tag គឺមានថាវាគ្មាន crossing tag បែបដូចចេះនិយាយវាមាន crossing tag បែបនេះមានថាវាប្រៀបដូចជា break tag អញ្ចឹងមានថាវាជា link មួយដែលវាមាន start tag ជាមួយនឹង end tag ស្ថិតនៅក្នុង tag ទាំងមួយអូខេអញ្ចឹងនៅពេលនេះយើងអាចសរសេរពីថា link គឺវានឹងចេញមកបែបនេះហើយអូខេហើយសម្រាប់ real style sheet គឺមានថាវាជាទម្រង់ទូទៅរបស់គេនឹងហើយយើងអត់ខ្វល់ទេហើយកន្លែង writing គឺមានថាគឺជាទីតាំងដែលយើងចង់ឲ្យវាធ្វើការដំណើរការទៅអញ្ចឹងដំណើរការនៅក្នុងនេះគឺនៅក្នុង link នេះគឺបានតែក្នុង file folder របស់យើងឯងឧទាហរណ៍ថាឥឡូវនេះខ្ញុំចង់ភ្ជាប់ទៅលើ folder ថ្មី file ថ្មីអញ្ចឹងខ្ញុំអាចធ្វើការបង្កើតទៅលើ new file ដែលនៅកន្លែងនេះខ្ញុំដាក់ពីថា style.css ចឹងនៅកន្លែងនេះអ្នកនរគ្នាមិនទាន់អាចឆ្ងល់ទេគឺគ្រាន់តែជា file CSS តែប៉ុណ្ណោះយើងអាចចុចទៅលើវាបែបនេះហើយយើងចូលមកការកន្លែង address នេះយើងវាយពីថា style មកជមានថាវាគឺជាគឺមានថាគឺគេប្រើវាសម្រាប់ធ្វើការទំនើបភ្ជាប់ទៅកាន់ link ប្រភេទបែបនេះវិញអូខេឥឡូវនេះនៅកន្លែង style CSS នេះគឺខ្ញុំមានទៅលើអីគេមួយចោះអូខេយើងធ្វើការភ្ជាប់ត្រូវទេតែដូចមុនហ្នឹងចឹងគឺគេអាចភ្ជាប់វាបានគឺនៅក្នុង head ត្រូវអត់អូខេអញ្ចឹងកន្លែងនេះខ្ញុំអាចធ្វើការដាក់វាចេញមកប្រយ័ត្នច្រឡំលុបអូខេចឹងខ្ញុំអាចហើវាទៅលើនេះអូខេខ្ញុំ control S1 ប៉ុន្តែដោយសារយើងសរសេរនេះគឺវាអត់នេះស្គាល់ទេណាអូខេចឹងកន្លែងនេះយើងអាចលុបចេញស្រាវខ្ញុំប្រើពីថា A តែកន្លែងនេះខ្ញុំប្រើទៅលើ background កន្លែងនេះខ្ញុំប្រើ text color ខ្ញុំប្រើទៅលើ color ឥឡូវខ្ញុំចង់បាន blue បិទបែបនេះចុះណាអូខេឃើញវាចេញឲ្យឯងអ្នកគ្នាមានថាកន្លែងនេះគឺគេប្រើវាសម្រាប់បែបហ្នឹងគឺសម្រាប់ធ្វើការដំណើរភ្ជាប់ទៅកាន់ទីតាំងទាំងនៃ file មួយទៀតណាអូខេចុះវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាជួយអ្នកគ្នានៅវីដេអូក្រោយអូខេសួស្តីអ្នកនរគ្នាចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សារៀនបន្តតាក់ទងជាមួយនឹងimage ហើយជាមួយនឹង link ដែលនៅក្នុងថ្ងៃនេះគឺការពីវីដេអូមុនគឺយើងបានសិក្សាជាមួយនឹង link ប៉ុន្តែនៅលក្ខណៈថ្មីនេះគឺយើងសិក្សា link មករួមជាមួយនឹង image តែគេប្រើប្រាស់វាមានលក្ខណៈបែបនេះអូខេចឹងយើងនឹងសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះទៅលើ VS Code យើងចូលមកអូខេចឹងសម្រាប់ធ្វើការប្រើប្រាស់ទៅលើ image បែបនេះ image គឺមានថាជារូបភាពណាអូខេការប្រើប្រាស់ទៅលើ image ហើយបូករួមជាមួយនឹង link នៅក្នុងតែមួយតែគេប្រើប្រាស់វាមានលក្ខណៈយ៉ាងណាយើងនឹងសិក្សាអូខេចឹងសម្រាប់ទៅលើ image tag ដែលខ្ញុំនឹងលើកមកយកសិក្សានៅក្នុងថ្ងៃនេះឧទាហរណ៍ថា image ចឹងសម្រាប់ image ដែលបូករួមជាមួយនឹង link ដែលយើងសិក្សានៅក្នុងថ្ងៃនេះគឺគេប្រើប្រាស់វាមានលក្ខណៈយ៉ាងម៉េចអូខេចឹងដូចអ្នកនរគ្នាបានមើលនៅក្នុងរូបភាពនេះចឹងនិយាយថា to display an image in HTML you use the img tag which is empty slash crossing ជំនាញថានៅក្នុងកន្លែង clear នេះគឺមានថាដើម្បីបង្ហាញទៅលើរូបភាពនៅក្នុង HTML បានគឺគេប្រើទៅលើ img tag ដែលមានថាវាជាប្រភេទ tag មួយដែលវា start tag និង cross tag នៅក្នុង tag តែមួយគឺមានថាវាជាលក្ខណៈ single tag អូខេហើយគេប្រើ the most basic image implementation require the SRC and ALT attribute ចឹងសម្រាប់ SRC ហើយជាមួយនឹង ALT នេះតើវាមានន័យដូចម្ដេចអូខេចឹងយើងនឹងសិក្សាអូខេឥឡូវនេះយើងអាចចូលមកកាន់ file របស់យើងណាអូខេចឹងសម្រាប់និយមន័យរបស់គេមុនហ្នឹងគេបានបញ្ជាក់ថាគេប្រើទៅលើ img tag បែបនេះទៅហើយអូខេនៅពេលដែលខ្ញុំសរសេរបែបនេះអ្នកគ្រាន់តែ enter វានឹងចេញ src បូករួមជាមួយនឹង alt ឲ្យយើងចឹងសម្រាប់ src ហ្នឹងគឺមានន័យដូចម្ដេចហើយ alt នេះតើមានន័យដូចម្ដេចចឹងសម្រាប់ src គឺមានថាវាជាប្រភេទមានថាវាប្រៀបទៅជាទៅ name ទៅលើមានថាឈ្មោះរបស់ file រូបភាពរបស់យើងហ្នឹងណាចឹងនៅពេលដែលអ្នកគ្នាធ្វើការមានទៅលើរូបភាពផ្សេងៗគឺមានតែមានឈ្មោះនៅក្នុងហ្នឹងហើយចឹងអ្នកគ្នាគ្រាន់តែយកឈ្មោះដែលមានស្រាប់នៅក្នុងអ្នកគ្នាបាន download រួចគឺយកឬក៏យ៉ាងម៉េចដាក់ចូលមកក្នុងហ្នឹងមកបានទេណាតែវាស្ថិតនៅរបៀបរបស់ខ្លួននឹងឯងរីឯ ALT ក៏មានថាវាជា attribute មួយដែលគេប្រើវាសម្រាប់នៅពេលដែល file កន្លែង SRC នេះ VS Code HTML VS Code ចឹងនៅកន្លែង ALT ប្រសិនបើយើង VS Code តែយើងនៅពេលដែល VS Code តែយើងចង់ឲ្យវាចេញបែបម៉េចឧទាហរណ៍ថាយើងដាក់វាថា no image នោះវានឹងចេញមកហើយឧទាហរណ៍ថាឥឡូវនេះខ្ញុំមានមួយ .jpg ដែលវាជា file រូបភាពអូខេខ្ញុំធ្វើការ master មួយហើយយើងចូលមកវាប្រាប់ថា no image ដូចគ្នាជាមួយនឹងរបស់យើងនេះចឹងដោយសារអីដោយសារវាអត់មានរូបភាពទេនៅក្នុង folder HTML course របស់យើងគឺអត់មានរូបភាពទេវាមានតែ file HTML មួយ file CSS ធម្មតាអូខេចឹងនៅពេលដែលវាអត់ស្គាល់ទៅលើនេះលេខ 1 jpg ដែលខ្ញុំសរសេរនឹងចូលទៅវានឹងធ្វើការបង្ហាញទៅលើ no image ដែលខ្ញុំសរសេរប្រសិនបើវាដាក់ as មួយទៀតក៏វាចេញឲ្យដែរអូខេគឺជាបែបលក្ខណៈបែបហ្នឹងហើយប្រសិនបើយើងមានទៅលើ image ដែលមាននៅក្នុង folder HTML យើងឬក៏យើងមានយកចេញពី internet ក៏វាស្គាល់ដែរឧទាហរណ៍ថាឥឡូវនេះខ្ញុំនឹងចូលមកកាន់នេះចុះអូខេឥឡូវខ្ញុំចូលវាថា image បែបនេះហើយខ្ញុំចង់យករូបភាពបែបនេះចូលប៉ុន្តែខ្ញុំចង់ឲ្យចំណេញ space នៅក្នុង folder យើងអ្នកគ្នាគ្រាន់តែ ស្ដាប់អ្នកគ្នាយកពីថា copy image address អូខេរួចអ្នកគ្នាធ្វើការ paste ចូលនៅក្នុង src រួចអ្នកគ្នា share វាអូខេហើយខ្ញុំធ្វើការចូលមកកាន់ folder ចូលទៅកាន់ file របស់យើងមុនហ្នឹងឃើញអ្នកគ្នាបានរូបភាពមួយដ៏ធំនេះហេហើយវាអត់ចេញពាក្យ src ទេត្រូវអត់វាអត់ចេញពាក្យ no image គេមានថាវាស្គាល់នៅក្នុងរូបភាពហ្នឹងអូខេហើយនៅក្នុងនេះសម្រាប់រូបភាពយើងក៏អាចដាក់ width ទៅលើទំហំរបស់វាបានដែរឧទាហរណ៍ថាខ្ញុំចង់ឲ្យវាបាន120 pixel អូខេវានឹងបញ្ចេញមកឲ្យយើង100 pixel អូខេហើយមួយទៀតប្រសិនបើយើងចង់នៅពេលដែលយើងចង់ឲ្យនេះ
នៅពេលដែលខ្ញុំចង់ចុចទៅលើរូបភាពហ្នឹងខ្ញុំចង់ឲ្យវាបង្កើតទៅលើចូលទៅកាន់ link របស់website មួយចុះឧទាហរណ៍ថាខ្ញុំចង់ឲ្យវាចូលមកកាន់ពីថាសបាយញូចុះ website របស់សបាយញូតើយើងត្រូវធ្វើដូចម្ដេចចឹងអ្នកនរគ្នាគ្រាន់តែធ្វើទី1អ្នកនរគ្នាគ្រាន់តែ copy ទៅលើ link របស់វាអូខេហើយខ្ញុំចូលមកកាន់ពីថា A text អូខេប៉ុន្តែនៅកន្លែងនេះយើងមើលពីថា erase យើងត្រូវការ pass ចូលទៅអត់ប៉ុន្តែកន្លែង crossing tag របស់ erase នេះយើងត្រូវប្រើវាអីគេយើងត្រូវដាក់វានៅទីណាគឺមានថាខ្ញុំត្រូវដាក់វាចន្លោះរវាង img នេះ img tag ហ្នឹងតែកន្លែងនេះយើងត្រូវធ្វើដូចម្ដេចចឹងខ្ញុំត្រូវការទាញយកនេះចុះមកក្រោមហើយខ្ញុំត្រូវការ pass crossing tag របស់ link របស់យើងហ្នឹងចូលមកខាងក្រោមរបស់ img វិញណាអូខេរួចខ្ញុំ save នៅពេលនោះវានឹងចុចនៅពេលដែលឃើញនៅពេលដែលមុនហ្នឹងគឺរូបភាពយើងវាចេញរបៀបភួន cursor ភួនប៉ុន្តែនៅពេលដែលខ្ញុំប៉ះទៅលើវាចេញសញ្ញាមេដៃនេះមានថានៅក្នុងហ្នឹងគឺវាមាន link អូខេនេះឃើញនៅពេលដែលខ្ញុំប៉ះទៅវានឹងចូលមកកាន់ official របស់ Subaru website អូខេជឿមានលក្ខណៈបែបហ្នឹងហើយឧទាហរណ៍ថាប្រសិនបើយើងចង់ប្រើទៅលើ target ដូចខ្ញុំបានបញ្ចូលពីវីដេអូមុនចឹងគឺមានថាវាគឺជាដៃដែលយើងចង់ដាក់ឲ្យវាទៅអូខេថាយើងចង់នៅពេលដែលយើងចុចទៅលើ link ហ្នឹងយើងចង់ឲ្យវាបង្កើតទៅលើទំព័រថ្មីចឹងខ្ញុំប៉ះទៅវានឹងចូលមកកាន់ទំព័រថ្មីយ៉ាវាស្គាល់អូខេសារថ្មី again នេះឃើញវានឹងចូលមកកាន់ទំព័រថ្មីដោយរក្សាទំព័រចាស់នៅដដែលអូខេជំរាបថាវីដេអូនេះយើងនឹងសិក្សារវាង AMG tag image បូកជាមួយនឹង link គឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាជួបអ្នកគ្នានៅអូខេសួស្តីអ្នកគ្នាចឹងក្នុងថ្ងៃនេះយើងធ្វើការសិក្សាមេរៀនបន្តទាក់ទងជាមួយនឹង list tag ដែលពេញនិយមប្រើនៅក្នុង VS Code ភាគ1តែនៅក្នុងថ្ងៃនេះយើងធ្វើការសិក្សា list tag មួយចំនួនភាគ1សិនណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះតែតជាមួយនឹង list tag ថាតើ list tag នៅក្នុង HTML ដែលគេប្រើហ្នឹងតើមានអីខ្លះអញ្ចឹងយើងនឹងធ្វើការសិក្សាទាំងអស់គ្នានៅក្នុងថ្ងៃនេះអូខេអញ្ចឹងអ្វីដែលយើងធ្វើការសិក្សាដំបូងទាក់ទងជាមួយនឹង list tag គឺមានឈ្មោះថា UL tag តើវាមានន័យដូចម្ដេចអញ្ចឹងយើងនឹងធ្វើការអ្នកគ្នាអាចមើលបានអញ្ចឹងយើងអាចមើលបាននៅក្នុងនេះគេថា and you know the HTML list គឺមានគេបានប្រាប់ថា and the list service UL tag actually list item service URL tag the list item will be marked visible small black cycle by default គឺមានថានេះវាមានលក្ខណៈបែបចិត្តណាអញ្ចឹង list ហ្នឹងតើគេអាចសរសេរវាមានលក្ខណៈបែបម៉េចអូខេតើយើងនឹងសរសេរបែបម៉េចឧទាហរណ៍ថាខ្ញុំអាច copy យកកន្លែងនេះក៏បានបាទយើងអាចធ្វើការ copy ក៏បានឬក៏យើងអាចសរសេរបានអូខេអញ្ចឹងឧទាហរណ៍ថាយើងចង់សរសេរទៅលើអ្វីហ្នឹងក៏បានយើងអាចគ្រាន់តែសរសេរពាក្យថា URL ឬក៏អ្នកគ្នាគ្រាន់តែសរសេរសញ្ញាបែបនេះឲ្យវាចូលមកណាអ្នកគ្នាគ្រាន់តែសរសេរបែបនេះក៏វាចេញមកដែរអូខេអញ្ចឹងនៅកន្លែងនេះយើងសរសេរអញ្ចឹងហើយតបមកអ្នកគ្នាធ្វើការសរសេរអញ្ចឹងនៅក្នុងហ្នឹងគឺមុនហ្នឹងយើងមាន li មួយទៀតហើយយើងសរសេរមកអញ្ចឹងសម្រាប់ li ហ្នឹងយើងចង់សរសេរវាជាមួយគេឧទាហរណ៍ថាខ្ញុំវាយ Apple អូខេអញ្ចឹងខ្ញុំអាចធ្វើការ copy បែបនេះក៏បានអូខេហើយខ្ញុំមកស្ដាប់មួយទៀតចាំមកស្ដាប់មួយថាវាចេញនេះត្រូវវាចេញឲ្យយើងហើយនៅកន្លែង URL នេះយើងអាចសរសេរឈ្មោះថា this is a link ក៏បានដែរណាខ្ញុំត្រូវការវាចេញមកវាចេញមកដល់អត់អូខេគឺវាចេញមកចេញមកអូខេអញ្ចឹងយើងនៅក្នុងនេះថ្ងៃហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងហើយយើងនឹងសិក្សាសារដល់គ្នាដើម្បីបន្តតែតជាមួយនឹង list tag ថាតើ list tag នៅក្នុង HTML ដែលគេប្រើហ្នឹងតើមានអីខ្លះអញ្ចឹងយើងនឹងធ្វើការសិក្សាទាំងអស់គ្នានៅក្នុងថ្ងៃនេះអូខេអញ្ចឹងអ្វីដែលយើងធ្វើការសិក្សាដំបូងតែតជាមួយនឹង list tag គឺមានឈ្មោះថា UL tag តើវាមានន័យដូចម្ដេចអញ្ចឹងយើងនឹងធ្វើការអ្នកគ្នាអាចមើលបានអញ្ចឹងយើងអាចមើលបាននៅក្នុងនេះគេថា and you know the HTML list គឺមានគេបានប្រាប់ថា and the list service URL tag actually list item service URL tag the list item will be marked visible small black cycle by default គឺមានថានេះវាមានលក្ខណៈបែបចិត្តណាអញ្ចឹង link ហ្នឹងតើគេអាចសរសេរវាមានលក្ខណៈបែបម៉េចអូខេតើយើងនឹងសរសេរបែបម៉េចឧទាហរណ៍ថាខ្ញុំអាច copy យកកន្លែងនេះក៏បានបាទយើងអាចធ្វើការ copy ក៏បានឬក៏យើងអាចសរសេរបានអូខេអញ្ចឹងឧទាហរណ៍ថាយើងចង់សរសេរទៅលើអ្វីហ្នឹងក៏បានយើងអាចគ្រាន់តែសរសេរពាក្យថា URL ឬក៏អ្នកគ្នាគ្រាន់តែសរសេរសញ្ញាបែបនេះឲ្យវាចូលមកណាអ្នកគ្នាគ្រាន់តែសរសេរបែបនេះក៏វាចេញមកដែរអូខេអញ្ចឹងនៅកន្លែងនេះយើងសរសេរអញ្ចឹងហើយតបមកអ្នកគ្នាធ្វើការសរសេរអញ្ចឹងនៅក្នុងហ្នឹងគឺមុនហ្នឹងយើងមាន li មួយទៀតហើយយើងសរសេរមកអញ្ចឹងសម្រាប់ li ហ្នឹងយើងចង់សរសេរវាជាមួយគេឧទាហរណ៍ថាខ្ញុំវាយ Apple អូខេអញ្ចឹងខ្ញុំអាចធ្វើការ copy បែបនេះក៏បានអូខេហើយខ្ញុំមកស្ដាប់មួយទៀតចាំមកស្ដាប់មួយថាវាចេញនេះត្រូវវាចេញឲ្យយើងហើយនៅកន្លែង URL នេះយើងអាចសរសេរឈ្មោះថា this is a link ក៏បានដែរណាខ្ញុំត្រូវការវាចេញមកវាចេញមកដល់អត់អូខេគឺវាចេញមកចេញមកអូខេអញ្ចឹងយើងនៅក្នុងនេះថ្ងៃហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងហើយយើងនឹងសិក្សាសារដល់អ្នកគ្នាដើម្បីបន្តអូខេសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាតទៅជាមួយនឹង table in HTML ហើយតម្រូវ table នៅក្នុង HTML គឺមិនមែនជា stock ទេណានៅក្នុង HTML table គឺជាតារាងមួយដែលគេសង់ឡើងណាគេធ្វើការ create ឡើងវាមិនមែនជា stock table យើងហៅឡើងទេអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះឥឡូវយើងចូលទៅកាន់វីដេអូយើងតោះ
អូខេចឹងសម្រាប់ table នៅក្នុង HTML ខ្ញុំអាចធ្វើការបង្ហាញអ្នកនរគ្នាត្រួសត្រាសបានចឹងតើអ្នកនរគ្នាមើលបានតើជាមួយនឹង example នេះបែបនេះបានអូខេចឹងសម្រាប់ table យើងមើលឃើញថាវាមានទៅលើ company contact ហើយ country តែ table ភាគច្រើនគេប្រើប្រាស់វាសម្រាប់ធ្វើការដាក់ទៅលើក្នុងឯកសារផ្សេងៗដែលគេចង់ធ្វើការ display ឲ្យ audience មើលឃើញហើយទៅលើ table គឺភាគច្រើនគឺមានទៅតាមធនាគារគឺគេតែងតែតតងជាមួយនឹងតម្លៃ exchange rate តតងជាមួយនឹងត្រាប្រូប្រាក់ផ្សេងៗតែតែមាន table អញ្ចឹងទេតតងជាមួយនឹងលេខទូរស័ព្ទអីចឹងប្រព័ន្ធរបស់ប្រទេសអីចឹងទៅអូខេនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះហើយនេះគឺជា table ដែលខ្ញុំយកជា PwC School ឲ្យអ្នកគ្នាមើលអូខេឥឡូវនេះយើងអាចសាកចូលពាក្យថា try yourself អូខេចឹងនៅកន្លែង table នេះយើងមើលឃើញថាគេមានទៅលើ TR TH ហើយជាមួយ TR TD តែលក្ខណៈរបស់វាមានលក្ខណៈខុសគ្នាបែបម៉េចយើងនឹងសិក្សានៅក្នុងវីដេអូនេះអូខេអូខេចឹងនៅក្នុង table យកមុនហ្នឹងយើងមើលឃើញថា table គឺវា has three ដែលយើងត្រូវការសិក្សាទៅដល់ក្នុងហ្នឹងគឺទី1តើតជាមួយនឹងមុនដំបូងគឺ TR អូខេ TH ហើយជាមួយនឹង TD តែលក្ខណៈ3ហ្នឹងវាគេមានលក្ខណៈបែបម៉េចហើយតើគេសិក្សាយកវាមកធ្វើអីគេនៅក្នុង HTML របស់យើងអូខេចឹងកុំឲ្យខាតពេលយូរឥឡូវនេះយើងនឹងធ្វើការសិក្សាទាំងអស់ចឹងឥឡូវនេះខ្ញុំធ្វើការវាយពីថា table មួយនៅក្នុង HTML អ្នកគ្នាធ្វើការ enter ហើយនៅក្នុងការសរសេរទៅលើ table បានអ្នកគ្នាត្រូវសរសេរតាមរបស់ខ្ញុំបែបហ្នឹងវាថាអ្នកគ្នាត្រូវការសរសេរទៅលើ table មួយសិនបន្តមកអ្នកនរគ្នានឹងត្រូវសរសេរពាក្យថា TR បែបនេះអូខេ TR នេះគឺមានន័យដូចនេះចឹងសម្រាប់ TR ខ្ញុំអាចធ្វើការតជាមួយ example អ្នកគ្នាមើលបានក្នុងនេះអ្នកគ្នាបានមើលឃើញដែរគឺនៅក្នុង HTML គេថា TR tag TD and CH add a core building block using inside a table tag to structure data into rows and columns ខ្ញុំមានថាទៅលើ tag 3នេះគេប្រើប្រាស់វាសម្រាប់នៅក្នុង table ណាហើយគេប្រើវាក្នុងការធ្វើការបង្កើតទៅលើ structure data ដែលមានតែឡើងជួរឆហើយជាមួយនឹងជួរដេកហើយសម្រាប់ CR tag មកពីពាក្យថា table row អូខេវា define the horizontal row of cell each act as a container for header or data cell អូខេមានថា data cell វាទាក់ទងជាមួយនឹង tag វាមួយបែបនេះនេះមួយ cell ហើយនេះពី cell ចឹងទៅណា cell គឺនិយាយថាមួយកាយ cell របស់គេហ្នឹងហើយសម្រាប់ TH គឺមកពីពាក្យថា table header define your header cell មានថាវាថាគឺនេះ header cell គេថាវានៅលើនេះអូខេគេប្រើវាលក្ខណៈបែបហ្នឹងអូខេហើយគេ usually for column or row title by the default browser display the text as a bold and centric អូខេជឿថាគេប្រើប្រាស់វាពីច្រើននៅក្នុង column ហើយជួរដេកជួរឆអញ្ចឹងទៅហើយ by the default ជាទូទៅហើយនៅក្នុង browser អញ្ចឹងទៅណាហើយមានលក្ខណៈរបស់វាគឺលក្ខណៈជា bold មានថា solid អូខេចំណែក TD វិញគឺវាជា table data វា define the standard data set that hold the actual content ហើយ tag link image ចឹងទៅ by default this tag is regularly vague and less aligned អូខេជំនាញថា table data គឺគេប្រើប្រាស់វាសម្រាប់ធ្វើការដាក់ data ទៅនៅផ្សេងៗនៅក្នុង table ដូចគ្នាតែមួយដូចគ្នាទៅហ្នឹងនេះដែរអូខេអ្នកគ្នាបានមើលចឹងអូខេចឹងឥឡូវនេះកុំឲ្យខាត់ពេលយូរឥឡូវខ្ញុំនឹងមានទៅលើគេ TR មួយដែលខ្ញុំបាននិយាយដូចមិញហើយខ្ញុំបាននិយាយរៀបរាប់មិញច្រើនហើយនៅក្នុង TR នេះខ្ញុំនឹងមានទៅលើ TH គឺជា header ណា table header អូខេចឹងខ្ញុំមានសរសេរ TH ចឹងនៅក្នុង header នេះផ្នែកក្បាលយើងចង់ដាក់គេឧទាហរណ៍ថាខ្ញុំមានទៅលើ name អូខេហើយនៅក្នុងនេះខ្ញុំមានទៅលើ page ហើយជាមួយនឹង ID បែបនេះចឹងអូខេបន្តមកនៅខាងក្រោមនេះយើងត្រូវបង្កើតទៅលើ TR មួយទៀតដែលនៅក្នុងនេះយើងផ្ទុកទៅលើ TD តែវាជា table data ប៉ុន្តែកន្លែង TD បែបនេះអ្នកនរគ្នាអាចធ្វើការសរសេរចឹងក៏បានឬក៏អ្នកនរគ្នាសរសេរបែបចេះក៏បានដែរអូខេក៏វាជាយើងដូចគ្នាអូខេចឹងឧទាហរណ៍ថាខ្ញុំមាន3ហើយនៅកន្លែងនេះខ្ញុំដាក់ឈ្មោះថាខ្ញុំ Money អូខេដាក់ឈ្មោះថា Money ហើយនៅកន្លែងនេះខ្ញុំដាក់ឈ្មោះអីគេកន្លែងហ្នឹងមិនមែនជាឈ្មោះណាវាជា page របស់យើងអញ្ចឹងខ្ញុំជា female វាថាស្រីអូខេ ID របស់ខ្ញុំគឺ001បែបនេះចុះអូខេដូចអ្នកគ្នាទៅការ master យកពី open with server អូខេអញ្ចឹងដល់អ្នកគ្នាបានមើលឃើញនៅកន្លែងនេះគឺយើងបានបង្កើតទៅជាតារាងមួយទៅអញ្ចឹងដើម្បីធ្វើការបង្កើតសុំជុំវិញនេះជានឹងធ្វើការសិក្សាទៅលើមេរៀនបន្ទាប់ហើយជួបគ្នាអ្នកគ្នានៅពេលទៅអូខេអូខេសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាទាក់ទងជាមួយនឹង div តើ div នេះគឺជាអីគេហើយតើវាមានលក្ខណៈអីបានគេសិក្សាវានៅក្នុង HTML អញ្ចឹងកុំឲ្យខាតពេលយូរតោះចឹងនៅក្នុងនេះគឺខ្ញុំមានទៅលើ div មួយដែលអូខេអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកគ្នាថាតើ div tag គឺជាអ្វីអញ្ចឹង div គេបាននិយាយថា the div element is used as a container for other HTML element ខ្ញុំមានថាគេប្រើប្រាស់វាប្រៀបដូចជា container ដែលសម្រាប់ធ្វើការជំនួសឲ្យទៅលើ HTML element ផ្សេងទៀតមិនថាជា span មិនថាជា p អីទេគឺគេប្រើវាសម្រាប់ធ្វើអញ្ចឹងហើយ page is by default is a block element meaning that is third or available we can come with line break before and after ចឹងវាមាន page គឺគេប្រើវាសម្រាប់នេះលក្ខណៈ example ដែលគេបែបនេះមានថាឧទាហរណ៍ថាគេប្រើវានៅចន្លោះរវាង paragraph មួយដែលវាគេចង់ទៅ save វាហើយចង់លេង style វាផ្សេងៗចឹងគេអាចប្រើវានៅចន្លោះរវាង paragraph នៅក្នុងនឹងបានអូខេ
ចឹងដូចកន្លែងនេះចាក់ស្ដែងចឹងយើង lorem នេះគឺយើងសរសេរទៅនេះហើយនៅក្នុង I am material នេះគឺគេបាន style វាហើយ deal CMake នេះក៏គេ link style យីទៅចឹង deal នេះគេប្រើប្រាស់វាសម្រាប់ធ្វើការអញ្ចឹងបានមានថាសរសេរនៅចន្លោះរវាង paragraph បានណាអូខេហើយយើង link style ផ្សេងហើយគេក៏ថា the deal element has no required attribute by style class and id are common ចឹងកន្លែងនេះយើងនឹងសិក្សានៅមេរៀនបន្ទាប់អូខេចឹងឧទាហរណ៍ថាបើខ្ញុំមានទៅលើ deal ដែលខ្ញុំសរសេរវាមានលក្ខណៈបែបនេះអូខេចុះឧទាហរណ៍ថាខ្ញុំមាន deal សរសេរបែបនេះហើយនៅក្នុងហ្នឹងខ្ញុំមានទៅលើ p អញ្ចឹង deal ក៏យើងអាចប្រើវាសម្រាប់ធ្វើការដាក់វាជាវាថាជាបដាយរបស់កូនណានៅក្នុងបដាយហ្នឹងគឺវាមានកូនហ្នឹងគឺជា paragraph ហ្នឹងហើយឧទាហរណ៍ខ្ញុំមានទៅលើ lorem 15ពាក្យអញ្ចឹងទៅរួចខ្ញុំធ្វើការមិនស្ដាប់យក PO pair ពី live server អញ្ចឹងនៅពេលហ្នឹងវានឹងធ្វើការ run ឲ្យយើងអូខេអញ្ចឹងនេះគឺជា deal ហើយនៅក្នុងហ្នឹងយើងអាចធ្វើការ import ទៅលើ paragraph ដែលវាជាកូនរបស់ deal ហ្នឹងបានច្រើនជាងទៀតអូខេក៏វាចេញឲ្យដែរហើយនៅក្នុងនេះយើងនឹងធ្វើការ list style វាផ្សេងៗទៀតគឺនៅវីដេអូក្រោយសួស្តីអ្នកគ្នាចឹងនេះគឺជាវីដេអូបន្តតាក់ទងជាមួយនឹងមេរៀនទីរបស់យើងដែលនៅក្នុងនេះយើងធ្វើការប្រើប្រាស់ deal បូកជាមួយនឹង id ហើយបូកជាមួយនឹង class ទៅហើយនៅក្នុង id ហើយ class គឺយើងអាចធ្វើការ list style វាអីផ្សេងៗបានចឹងយើងនឹងធ្វើការសិក្សាលម្អិតនៅក្នុងវីដេអូនេះអូខេចឹងនៅក្នុងមុននេះគឺយើងមានទៅលើអីគេចឹងនៅក្នុងមុននេះគឺយើងធ្វើការសិក្សាទៅលើ deal បូកជាមួយនឹង id បូកជាមួយនឹង class ប៉ុន្តែដោយសារ deal គឺយើងបានសិក្សានៅវីដេអូមុនហើយទៅចឹងយើងឥឡូវនេះយើងនឹងធ្វើការសិក្សាតែតាក់ទងជាមួយនឹង id ហើយជាមួយនឹង class អូខេដែលខ្ញុំបន្ថែមចូល free special episode ឲ្យអ្នកគ្នាចឹងសម្រាប់ id នៅក្នុង HTML គេនិយាយថា id is a unique identifier that can only be used on per page ហើយ while class is a reusable identifier that can be applied to multiple elements Both are core attributes used to target element for CSS styling and JavaScript manipulation ចឹងនេះគេថា ID នេះគឺ unique identifier មានថាវាគឺជាអត្តសញ្ញាណមួយដែលជាក់លាក់ចឹងដូចយើងឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាបើយើងទៅសាលារៀនគឺយើងមានទៅលើ ID card មួយទេហើយតែ ID card ហ្នឹងវាមានទៅលើលេខកូដច្បាស់លាស់ថានេះគឺជាបញ្ជាក់ថាបុគ្គលហ្នឹងឧទាហរណ៍ថាលេខកូដមួយគឺបញ្ជាក់ឲ្យបុគ្គលកអញ្ចឹង ID ហ្នឹងឯងបានដើរតួនាទីជាអត្តសញ្ញាណច្បាស់លាស់វាថាយើងប្រើបានតែនៅក្នុង ID ហ្នឹងឯងមានថាប្រើបានតែម្ដងមកបញ្ជាក់ឲ្យបុគ្គលតាមលេខអីអូខេរីឯ class គឺមានថា class គឺគេវាក៏ជា attribute មួយដែរប៉ុន្តែវាមានលក្ខណៈរបៀបថា public ជំនឿថាយើងអាចប្រើប្រាស់វាបានច្រើនអូខេដោយការធនាគារយើងចឹងណាឧទាហរណ៍ថាការហ្នឹងគឺជា master card ចឹងយើងដឹងថាហ្នឹងវាជា master card ហើយយើងមានថាយើងហៅវាជា class ដែលមានឈ្មោះថា master card ចឹងអា master card ហ្នឹងយើងអាចប្រើប្រាស់វាមិនត្រឹមតែនៅក្នុងស្រុកខ្មែរយើងអាចប្រើប្រាស់វាបានទាំងនៅស្រុកក្រៅបានដែរចឹងអានេះគឺជា class ឧទាហរណ៍ជាក់ស្ដែងឲ្យអ្នកគ្នាយល់អូខេចឹងនេះគឺជាមេរៀនរបស់យើងពីមុនអូខេចឹងខ្ញុំធ្វើការលុបចោលខ្ញុំសរសេរពីថា dealអូខេចឹងនៅក្នុង deal នេះយើងអាចធ្វើការសរសេរត្រូវការដាក់នៅលើ p ក៏បានត្រូវការដាក់អីក៏បានដែរណាយើងសរសេរវាជាធម្មតាឧទាហរណ៍ថាខ្ញុំមាន roms ប៉ុណ្នេះឥឡូវខ្ញុំប្រកាសវាជា p ហ្មងទៅស្រួលហើយនៅក្នុងនេះខ្ញុំប្រើទៅលើ id មួយតែខ្ញុំដាក់វាថា1បែបនេះហើយនៅក្នុង1នេះគឺ p ហ្នឹង p ជា p tag គឺជា paragraph មួយដែលយើងបានដាក់វាជាលក្ខណៈ identifier មានថាអត្តសញ្ញាណវាជា id ដែលមានឈ្មោះថា1ទៅហើយនៅក្នុងហ្នឹងយើងអាចធ្វើការមិនសរសេរពាក្យថា lorem 5ពាក្យអូខេហើយនៅក្នុងហ្នឹងគឺខ្ញុំបដូរពី id ខាងក្រោមនេះខ្ញុំដូរទៅជា class វិញអូខេឥឡូវនេះខ្ញុំអាចធ្វើការសរសេរវាថា lorem អត់ទេសរសេរថា classes អូខេហើយកន្លែងនេះបដូរទៅខ្ញុំដាក់ពាក្យថាវាស្រួលចាំដាក់ this is a class អូខេសរសេរពាក្យបែបនេះមកឥឡូវអូខេដាក់ចឹងមកទៅអូខេអានេះខ្ញុំដាក់ពាក្យថា this is an idអូខេចឹងតើវាមានលក្ខណៈខុសបែបគ្នាបែបម៉េចចឹងសម្រាប់ដូចខ្ញុំបានបញ្ជាក់មុនហ្នឹងគឺបញ្យល់មុនហ្នឹងចឹងថា ID គឺវាមានលក្ខណៈអត្តសញ្ញាណតែមួយចឹងនៅពេលដែលយើងធ្វើការសរសេរវាច្រើនដងបែបនេះគឺវាគេឲ្យមានថាវាអត់ support ទេប៉ុន្តែ class អាចសរសេរដូចអញ្ចឹងបានជំនឿថាជា class ខ្ញុំអាចធ្វើការសរសេរពាក្យថ្មីឧទាហរណ៍ថាឥឡូវខ្ញុំដាក់ this is class 2បានកន្លែងហ្នឹងណាអូខេចឹងនៅពេលដែលខ្ញុំធ្វើការសរសេរទៅលើ style ចឹង style អ្នកគ្នាអាចធ្វើការសរសេរនៅកន្លែង head នេះក៏បានហើយនៅក្នុងនេះក៏បានចឹងខ្ញុំនឹងលម្អិតវានៅវីដេអូបន្ទាប់អូខេឥឡូវថាខ្ញុំមានទៅលើ style បែបនេះចឹង style នេះឧទាហរណ៍ថាខ្ញុំចង់ធ្វើការសរសេរវាជាលក្ខណៈ color អីគេ blue ចុះណាអូខេចឹងខ្ញុំមកស្ដាំខ្ញុំយកពី Open Live Server វានឹងចេញឲ្យបែបហ្នឹងអូខេចឹងមួយទៀតខ្ញុំសរសេរវា style ខាងក្រោមនេះប៉ុន្តែខ្ញុំហៅវាជា ID វា start ចេញពីសញ្ញាធំជ្រូកចឹងនេះ1អូខេ1ហើយខ្ញុំធ្វើការបើកទៅលើគេបើកទៅលើ click break ហើយយើងធ្វើការសរសេរវាចឹងខ្ញុំហៅ ID 1ដែលវាជា p tag ចឹងនៅក្នុងហ្នឹងខ្ញុំចង់ឲ្យវាប្រើគេទៅលើ background color តែខ្ញុំដាក់ឲ្យវាទៅជាdark
ដាក់ cyan ចាអូខេខ្ញុំធ្វើការមើលទៅលើនេះយើងទទួលបានរបស់វាអូខេអញ្ចឹងសម្រាប់អីគេសម្រាប់ class គេប្រើដោយ15ជាងពីសញ្ញា dot ដែលយើងហៅវា classes មិនទៅទេអូខេ class នេះមានថាយើងបានដាក់ឈ្មោះវាជា classes ហើយតោះមកខ្ញុំធ្វើការបើកទៅលើ curly bracket ហើយអ្នកនរគ្នាចង់សរសេរវាជាអីឧទាហរណ៍ថាខ្ញុំឥឡូវនេះចង់បាន color ទៅលើប្រភេទ color នេះចាbrown អូខេ brown បែបនេះរួចខ្ញុំធ្វើការបិទវាមួយសិនបិទដោយវាមីខ្លឹមរួចខ្ញុំរាញចូលមកក្នុងនេះគឺយើងបានវា brown នេះឃើញទេបានដូចគ្នាប៉ុន្តែបើប្រសិនបើអ្នកអរគ្នាធ្វើការបញ្ជាក់ទៅលើអត្តសញ្ញាណទេឧទាហរណ៍ថាបើខ្ញុំមានទៅលើ P មួយចោះ P ហ្នឹងគឺក្តោបទៅលើពួកវានេះទាំងអស់នេះអូខេរួមទាំងអត្តសញ្ញាណទាំងអស់ហើយខ្ញុំចង់ឲ្យគេបែរគេខ្ញុំចង់ឲ្យវាហ្នឹងមានលក្ខណៈជា flex ចូលគ្នាមានថាជា display flex អីអត់ទេឥឡូវខ្ញុំចង់ឲ្យវាមាន background ទៅលើគេ background color ទាំងអស់ background color នេះខ្ញុំចង់ឲ្យវាជាប្រភេទពណ៌ equal អូខេវាចូលបានគឺបានហើយអីបាននេះបានដោយសារអីកន្លែងនេះគឺយើងបានកំណត់វាជាក់ស្ដែងអត្តសញ្ញាណរបស់ ID1 នឹងជាក់ស្ដែងថានេះឲ្យវាជាប្រភេទ dark cyan អូខេចាំមានថាពណ៌វាផ្លាស់ប្ដូរវិញឧទាហរណ៍ថាប្រសិនបើខ្ញុំបិទ comment គឺវានឹងចេញមកដូចគ្នាអញ្ចឹងគេប្រើប្រាស់សម្រាប់ធ្វើការដាក់ទៅលើអត្តសញ្ញាណ ID មិនថា ID ហើយ class ហ្នឹងគឺប្រើប្រាស់សម្រាប់បែបហ្នឹងឧទាហរណ៍ថាបើយើងចង់ដាក់អីពណ៌ផ្សេងយើងគ្រាន់តែហៅទៅលើ tag ហ្នឹងចូលមកគឺបានហើយហើយ class ID អីហ្នឹងចូលមកបានវាអត់ប៉ះពាល់ទៅលើ tag ផ្សេងទៀតទេអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះសូមខំថែជួបអ្នកគ្នានៅវីដេអូក្រោយស្ដីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាទាក់ទងជាមួយនឹង style តែសម្រាប់ style ហ្នឹងតើវាមានន័យដូចម្ដេចហើយគេប្រើប្រាស់វាសម្រាប់ធ្វើការអីគេអញ្ចឹងយើងនឹងធ្វើការសិក្សានៅក្នុងវីដេអូនេះពីដំបូងនេះខ្ញុំមកធ្វើការបញ្យល់អ្នកគ្នាទាក់ទងថានិយមន័យទាក់ទងជាមួយនឹង style ជាមួយសិនមុននឹងយើងធ្វើការ practice វាផ្ទាល់អូខេអញ្ចឹងសម្រាប់ styling in HTML is done using cascade វាមានថាវា using ឬក៏ stand for cascading style sheet ឬក៏តែគេហៅថា CS ហ្នឹង to control the layout color font or design of web page ហើយយើងក៏អាចធ្វើការ apply ទៅលើ style to your HTML element using three distinct methods inline internal and external អញ្ចឹងសម្រាប់ inline internal ហើយជាមួយនឹង external ហ្នឹងតើវាមានលក្ខណៈបែបម៉េចហើយគេจะវាមានលក្ខណៈបែបម៉េចអញ្ចឹងយើងនឹងធ្វើការសិក្សានៅក្នុងវីដេអូនេះអូខេjust សម្រាប់ធ្វើការទៅលើគេថាមុនដំបូងគឺទៅ inline style just សម្រាប់ inline style apply CS rule directly to a single HTML element using the style attribute it's an idea to for quick specific change but difficult to manage a large scale ចឹងសម្រាប់ syntax វាគឺយើងទៅសេវារបៀបជា tag name បែបនេះពេលថាយើងធ្វើការទៅសេវាដូចជានៅក្នុងវីដេអូមុនចឹងខ្ញុំធ្វើការទៅសេវាទៅលើ P មួយហើយប្រកាសវាជា style យើងធ្វើការដាក់ color background បែបនេះហើយយើងទៅសេ element content នៅក្នុងហ្នឹងចឹងតើយើងទៅសេវាបែបម៉េចអូខេឥឡូវយើងនឹងសាកទាំងអស់គ្នាអូខេចឹងកន្លែងនេះសម្រាប់ note មួយខ្ញុំហៅថាវាជា internal stylist style បែបនេះអូខេចឹងសម្រាប់នៅក្នុងនេះគឺយើងមុនដំបូងគឺយើងទៅសេទៅមើល P paragraph មួយដែលខ្ញុំថា this is internal style អូខេបែបនេះចុះនៅក្នុងនេះគឺយើងចង់សរសេរវាជា internal style អញ្ចឹងខ្ញុំអាចធ្វើការសរសេរវាទៅបែបនេះហើយអ្នកនរគ្នាគ្រាន់តែធ្វើការ import ទៅលើអ្វីដែលអ្នកនរគ្នាចង់បានឧទាហរណ៍ថាបើខ្ញុំចង់បានទៅលើ color តែខ្ញុំចង់បាន color ពណ៌អីឧទាហរណ៍ថាខ្ញុំចង់បាន color ពណ៌ pink អូខេរួចខ្ញុំមក stamp យកពី open with light server អញ្ចឹងវានឹងចេញឲ្យយើងវាជាលក្ខណៈ internal style បែបហ្នឹងអូខេអញ្ចឹងខ្ញុំអាចធ្វើការ copy paste វាក៏វាចេញមកបែបហ្នឹងដូចគ្នាអូខេអញ្ចឹងឥឡូវនេះយើងចូលមកកាន់មួយទៀតតាក់ទងជាមួយនឹងអីគេគឺតាក់ទងជាមួយនឹងច្រឡំអ្នកនរគ្នាអញ្ចឹងគេហៅថា inline style អូខេខ្ញុំច្រឡំធ្វើការ note មួយទាំងអស់គ្នាមួយទៀតគឺតាក់ទងជាមួយនឹង internal style វិញម្ដងអូខេសម្រាប់ internal style ដូចគ្នាឧទាហរណ៍ថាខ្ញុំមានទៅលើ paragraph បែបនេះអូខេតែសម្រាប់ internal style គេនិយាយថា internal style is presses CS rule between the style tag located inside the head section of your HTML document this method control the design that single specific web page អញ្ចឹងគឺថា internal style ที่គេប្រើវានៅក្នុង head ហ្នឹងកន្លែងគេកន្លែងក្បាស់ផ្នែកខាងក្បាលរបស់វាហ្នឹងហើយគេប្រើវាលក្ខណៈបែបជា internal style វាខុសគ្នាត្រង់គេហៅវាមកប្រើវាលក្ខណៈស្រួលជាងណាអូខេអញ្ចឹងវាលក្ខណៈបែបហ្នឹងគឺយើងទៅសេវានៅក្នុង head ក៏បាននេះបានអូខេឥឡូវថាខ្ញុំទៅសេវានៅក្នុង head ដែលយើងទៅសេវាថា style បែបនេះអូខេចឹងសម្រាប់ការទៅសេហៅពីបែបនេះចឹងនៅកន្លែងនេះយើងអត់ចង់ឲ្យប៉ះពាល់ខាងលើនេះចឹងខ្ញុំដាក់ទៅសេ internal style អូខេចឹងសម្រាប់ internal style បែបនេះយើងអត់ចង់ឲ្យប៉ះពាល់ជាមួយនឹង inline style នៅពេលដែលយើងហៅអូខេចឹងយើងត្រូវសរសេរវាបែបម៉េចយើងត្រូវការដាក់អីគេដូចវីដេអូមុនគឺខ្ញុំបាននិយាយតែតាមជាមួយនឹងអត្តសញ្ញាណ identifier របស់វាចឹងយើងអាចហៅវាជា ID ក៏បានហៅវាជា class ក៏បានប្រសិនបើយើងចង់ឲ្យវាលក្ខណៈច្បាស់លាស់ប្រកាសយើងប្រើវាជា ID ឧទាហរណ៍ថាខ្ញុំដាក់ថា internal បែបនេះអូខេខ្ញុំ copy រួចខ្ញុំធ្វើការ import វាចូលនៅកន្លែង style នេះយើងប្រើទៅលើទ្រង់ជ្រូកចឹងយើងប្រើសញ្ញាធុងជ្រូកអីគេធុងជ្រូកគឺប្រើសម្រាប់តែ ID ហើយរីឯ ID ណាប្រើសម្រាប់ ID បែបនេះហើយរីឯឥឡូវខ្ញុំសុំធ្វើការដល់អ្នកគ្នាមួយអូខេសម្រាប់ ID គឺគេប្រើទៅលើ ID ស្មើនឹងទ្រង់ជ្រូកអូខេរីឯ class គឺស្មើសញ្ញា dot បែបនេះណាយើងត្រូវ note តាមកន្លែងហ្នឹងអូខេចឹងសម្រាប់ទ្រង់ជ្រូកខ្ញុំចង់ប្រើវាជា internal ប្រើវាលក្ខណៈជា ID ហើយវាឈ្មោះថា internal ហើយយើងចង់ឲ្យវាចេញគេឥឡូវខ្ញុំថាវាចង់ឲ្យវាចេញ color អូខេ color ដែលនៅក្នុងនេះខ្ញុំប្រើទៅលើពណ៌ aquamarine នេះចុះអូខេរួចខ្ញុំធ្វើការ save open with light server របស់យើងមុនហ្នឹងអូខេយើងបាននេះអូខេ
អូខេចឹងគឺសម្រាប់មួយទៀតតើតើជាមួយនឹង internal style sheet គឺថា internal styling is the industry standard best practice. It keeps your design completely separate from your HTML structure by storing style inspired C.cf file. You link into it to your HTML page using the link tag inside the head section, allowing you to change the look entire website with just on one file. Okay. ចឹងកន្លែងនេះមានន័យថាបែបខ្ញុំមានថាកន្លែង internal style sheet ហ្នឹងគឺគេប្រើវាជាមួយនឹង file CS ផ្ទាល់តែម្ដងចឹង file CS គឺយើងត្រូវចេះទៅលើភាសា CS ចឹងសម្រាប់មេរៀន CS យើងនឹងធ្វើការសិក្សានៅវីដេអូក្រោយប៉ុន្តែខ្ញុំនឹងធ្វើការប្រាប់អ្នកគ្នាទ្រុសតិចសិនតែតជាមួយនឹងការ import ទៅលើការបង្កើតទៅលើទ្រុសសិនអូខេវីដេអូនេះគឺយើងប្រើទ្រុសសិនទេណាយើងប្រើទ្រុសសិនអូខេចឹងសម្រាប់ធ្វើការ import ទៅលើ style CS internal ហ្នឹងគឺយើងនឹងធ្វើការសិក្សាវាថាមុនហ្នឹងគឺជាអីគេ internal style ទៅអូខេ style អាយ៉ាវាយអូខេចឹងសម្រាប់ធ្វើការ internal style យើងទៅសេវាបែបម៉េចចឹងឧទាហរណ៍ថាមុនហ្នឹងគឺយើងត្រូវបង្កើតទៅលើ ring reel មួយដែលយើងដាក់វានៅក្រោម head អូខេយើងត្រូវមានទៅលើ ring reel មួយបែបនេះដែលវាជា link ហើយយក arrest នេះតាំងវាទៅកាន់កន្លែងណាចឹងសម្រាប់ធ្វើការទៅសេទៅលើវាបានអ្នកនរគ្នាត្រូវធ្វើការនេះ style CS នេះសូមធ្វើការ delete វាចោលមួយសិនអូខេចឹងជាដំបូងអ្នកគ្នាធ្វើការបង្កើតទៅលើ file CS មួយ new file ហើយយើងយកវាថាទៅសេអីក៏បានដែរឥឡូវថាខ្ញុំសេ style.cs បែបនេះចុះជំរាបថាយើងបង្កើតវាជា file CS អូខេចឹងនៅក្នុងហ្នឹងខ្ញុំបានធ្វើការទៅសេហើយយើងធ្វើការ import វាចូលនៅក្នុង link បែបនេះមកនៅពេលដែលយើងមាន file ទៅលើនេះហើយយើងទៅសេវាមក style មកវាស្គាល់ហើយអូខេឬអ្នកគ្នាធ្វើការ share វាហើយយើងចង់ទៅសេ link នេះក្នុង link ហ្នឹងហើយខ្ញុំចង់ឲ្យកន្លែង internal នេះគឺខ្ញុំមានទៅលើ p1 ដែលខ្ញុំបង្កើតវាជា class ម្ដងខ្ញុំថាដាក់វាជា external បែបនេះចាខ្ញុំ copy វាហើយកន្លែងខ្ញុំដាក់ថា this is external style អូខេបែបនេះអូខេតោះមកយើង run វានៅក្នុង server របស់យើងគឺវាអត់មានអី style អីធម្មតាវាលក្ខណៈធម្មតាទេស្អីយើងត្រូវការទៅ save វានៅក្នុង style បែបនេះអញ្ចឹងមុនហ្នឹងគឺយើងបាញ់ហៅវាជា class ដែលខ្ញុំធ្វើការ dot សញ្ញា dot គឺវាជា class ហើយឈ្មោះថា external ហើយឈ្មោះ class ហ្នឹងគឺ external ឥឡូវនេះខ្ញុំចង់បាញ់វាជា background color អូខេ background color ហើយកន្លែងនេះខ្ញុំចង់បានវាជាលក្ខណៈ red បែបនេះចុះអូខេរួចខ្ញុំសៀវអាយ៉ាបែបអញ្ចឹងទៅសេខោអូខេយើងបាននេះត្រូវទេហើយនៅកន្លែង background color នេះឧទាហរណ៍ថាបើយើងចង់បានទៅសើទៅលើ color វាវាយអូខេបែបនេះបានអូខេក៏វាចេញឲ្យយើងដែរអូខេអញ្ចឹងនេះគឺជាលក្ខណៈរបស់វាជា internet style អូខេជុំវីដេអូនេះមានតែប៉ុណ្្នឹងហើយសង្ឃឹមថាជួបអ្នកគ្នានៅមេរៀនបន្តទៅអូខេសួស្តីអ្នកគ្នានៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាបន្តតទៅជាមួយនឹងមេរៀន HTML ចឹងដល់នៅក្នុងថ្ងៃហ្នឹងយើងនឹងធ្វើការសិក្សាជាមួយនឹង form ដែលពីវីដេអូមុនរបស់យើងគឺយើងធ្វើការខ្ញុំនិយាយថាខ្ញុំនឹងលម្អិតវានៅក្នុងវីដេអូក្រោយអូខេចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាតទៅជាមួយនឹង form ថាតើនៅក្នុង form ហ្នឹងគឺវាមានអីខ្លះហើយគេប្រើប្រាស់វាសម្រាប់ធ្វើអីគេចឹងយើងនឹងសិក្សានៅក្នុងវីដេអូនេះចឹងគេថា HTML form is used to collect user input. The user input is more sent to a server processing. ចឹងមានថា HTML form គឺមានថាគេប្រើវាសម្រាប់ធ្វើការcollect ជាមួយនឹងអ្នកប្រើប្រាស់នៅពេលដែលគាត់ធ្វើការបញ្ចូល input ហ្នឹងឯងហើយពេលច្រើនគេឲ្យនៅពេលដែលបញ្ចូលរួចគេតែងតែ send វាផ្ញើវាទៅកាន់ server ដើម្បីឲ្យវាដំណើរការហ្នឹងឯងអូខេចឹងនេះគឺជា example របស់គេខ្លះៗតាក់ទងជាមួយនឹង first name ហើយជាមួយនឹងតារាង input សម្រាប់ចនេះគឺមានថាជាអ្វីដែលយើង input ចូលអ្នកគ្នាចង់ដាក់ឈ្មោះអីក៏បានតែឈ្មោះខ្ញុំចេះក៏បានដែរអូខេហើយកន្លែងនេះ last name យើងក៏អាចនេះបានដែរតែបើយើងចុចប៊ូតុង submit ចឹងវានឹងចូលមកកាន់កន្លែងមួយទៀតឲ្យយើងអូខេចឹងហើយនឹងគេហៅថាជា form ហើយ form គឺវាមាន link style ច្រើនមិនមែនតែ style ជាមួយអីចឹងទេណាវាមានទៅលើ input type tag radio checkbox submit ប៊ូតុងអីហ្នឹងយើងនឹងធ្វើការសិក្សានៅវីដេអូក្រោយប៉ុន្តែនៅក្នុងវីដេអូនេះយើងធ្វើការសិក្សាតែលើតាមនេះតែប៉ុណ្ណោះអូខេចឹងនៅក្នុងនេះយើងអាចចុចចូលមកយើងមានឃើញវាដាក់ថា form action page.php នេះគឺជាភាសា PHP ទេដែលយើងអត់ទាន់ហ៊ានដល់ទេណាអូខេហើយនៅក្នុងហ្នឹងគឺមានទៅលើ label for អីគេហើយ input for អីគេចឹងយើងនឹងធ្វើការសិក្សាល្បិតចឹងខ្ញុំនឹងធ្វើការបញ្យល់អ្នកគ្នាតាក់ទងជាមួយនឹង label tag ចឹងគេថា the label HTML tag represent a text caption for an item with user interface most commonly to describe for me to input អីចឹងទៅចឹងមានថាវា represent a text caption មានថាវា represent a text ដែលវាជា caption របស់យើងហ្នឹងក្នុងការឲ្យ user អ្នកប្រើប្រាស់ហ្នឹងគាត់បានដឹង interface មានថាបង្ហាញផ្ទាល់ឲ្យយើងឃើញនៅ screen ហ្នឹងអូខេហើយវាក៏ធ្វើការ describe form input ដែរវានឹងបង្ហាញតម្លៃផ្សេងៗនៅពេលដែលយើងធ្វើការ input ប្រាប់គេបានដែរអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងនឹងធ្វើការ test វាអញ្ចឹងសម្រាប់មុនដំបូងគឺយើងមានទៅលើ label អូខេយើងមាន label បែបនេះហើយកន្លែង for នេះយើងដាក់ for អីក៏បានដែរឥឡូវថាខ្ញុំដាក់ for នេះគឺ for name ហើយនៅក្នុង label នេះខ្ញុំដាក់វាថាជា name អញ្ចឹងណាអូខេបែបនេះហើយនៅខាងក្រោមនេះគឺយើងមានធ្វើការដាក់ឲ្យគេ input ចូលបានអញ្ចឹងយើងសរសេរវាថា input ហើយយើងចង់ដាក់វាជាប្រភេទ input ធម្មតាអូខេចឹងវានៅពេលដែលយើងធ្វើការសរសេរមកវានឹង input type នេះហើយយើង save វាមួយហើយអ្នកនរគ្នាសារ run វា visualizer មកតើវាដំណើរការឬអត់
ចឹងនៅពេលដែលវាធ្វើការដំណើរការអ្នកគ្នាបានមើលឃើញថាយើងបានដូចគេត្រូវអត់នេះដូចគេគ្រាន់តែរបស់គេនេះគឺវាចុះក្រោមចឹងដើម្បីធ្វើការចុះក្រោមរបស់គេយើងត្រូវធ្វើម៉េចចឹងខ្ញុំមានវិធីសាស្ត្រមួយយើងអាចធ្វើប្រើប្រាស់ទៅលើ PR page បានវានឹងធ្វើការចុះចឹងនៅខាងលើនេះយើងអាចបដូរវាបានដោយរបស់គេមិញ first name អូខេលក្ខណៈបែបនេះអូខេចឹងយើងចង់បានដោយរបស់គេមានទាំង first name មានទាំងនេះរបស់គេចឹងខ្ញុំធ្វើការ copy ផាសវាមកអូខេចឹងកន្លែងនេះខ្ញុំដាក់វាជា last name អូខេ last បែបនេះហើយកន្លែងបដូរមកជា last អូខេចឹង type វាក៏ជា text ដែរអូខេចឹងយើងទទួលបានហើយបានកន្លែងនេះវាអត់ចោះដោយសារយើងអត់បានប្រើទៅលើ BR text នៅខាងមុខ label for last នេះអូខេចឹងនៅពេលដែលនេះយើងទទួលបានដូចគ្នាហើយយើងមើលឃើញថាយើងចង់បានទៅលើប៊ូតុង submit មួយទៀតចឹងយើងត្រូវធ្វើម៉េចចាស់សម្រាប់ប៊ូតុង submit នេះគេប្រើទៅលើ text មួយថ្មីទៀតឈ្មោះថា BTN ដែលវាប្រភេទជា submit ចឹងខ្ញុំបាយ BTN មួយមកហើយយើងដាក់កន្លែងនេះស្មើឲ្យ submit អូខេចឹងនៅពេលហ្នឹងវានឹងចេញប៊ូតុងបែបនេះចឹងនៅកន្លែង submit នេះយើងត្រូវធ្វើការសរសេរពាក្យថា submit ចូលមកអូខេយើងទទួលបានហើយយើងចង់ឲ្យវា project ចោះយើងប្រើទៅលើ BR text អូខេ cross វានឹងទទួលបានហើយបើយើងចង់ឲ្យវាធ្វើការដក clip ពីរដងអូខេចឹងខ្ញុំបានដក clip តែបន្តិចអូខេខ្ញុំសៀឲ្យយើងមើលឃើញយើងបានដក clip ពីរដងរបស់គេហើយកន្លែងនេះអ្នកនរធ្វើការ import ទៅលើឈ្មោះអ្នកនរចូលបានណាអូខេខ្ញុំឈ្មោះ Moni តកោសាក់ចាស់អូខេហើយខ្ញុំឈ្មោះ last name Shamani បែបនេះចុះអូខេនៅពេលដែលអ្នកនរចុច submit គឺវាអត់ទៅដោយសារអីវាមានលក្ខណៈធម្មតានៅពេលចុច submit គឺវានៅក្នុង HTML យើងទេអូខេអូខេចឹងសម្រាប់នៅពេលដែលយើងធ្វើការចុច submit ទៅយើងចង់ឲ្យវាបាត់យើងនឹងធ្វើការសិក្សានៅមេរៀនភាសាក្រៅៗទៀតអូខេចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាយើងនឹងសិក្សាជួបគ្នានៅវីដេអូក្រោយហើយសិស្សទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាបន្តតទៅជាមួយនឹង input ថាតើ input ហ្នឹងតើវាជាគេប្រើប្រាស់វាធ្វើអីគេនៅក្នុង form ហ្នឹងហើយនៅក្នុង input ហ្នឹងតើវាពមានទៅលើ type អីខ្លះអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាជាមួយគ្នាទាំងអស់គ្នាអូខេអូខេចឹងសម្រាប់ទៅលើ input text គេថា is a primary element used to create interactive control in HTML form for collecting user data អញ្ចឹងហើយវាគេថាវាហ្នឹងគឺជា empty void element meaning it does not have a crossing text អញ្ចឹងគឺវាមានន័យថាម៉េចអញ្ចឹង input text គឺវាជា primary element ដែលគេប្រើវាសម្រាប់ធ្វើការបង្កើតទៅលើ interactive សម្រាប់ធ្វើការគ្រប់គ្រងទៅលើ HTML form ផ្សេងៗនៅក្នុងនោះដើម្បីធ្វើការចាប់យកទៅលើទិន្នន័យអីចឹងទៅអូខេហើយនៅពេលមានថានៅពេលដែល user អ្នកប្រើប្រាស់ធ្វើការវាបញ្ចូលទៅលើអ្វីដែលគេធ្វើការចង់ឲ្យបង្ហាញទៅលើព័ត៌មានផ្សេងៗណាគេនឹងតម្រូវឲ្យយើងធ្វើការ input ចូលចឹងនៅពេលដែលយើងធ្វើការ import ចូលចឹងវានឹងធ្វើការបង្កើតទៅលើទិន្នន័យ data ហ្នឹងចូលមកកាន់ HTML form ហ្នឹងឯងហើយគេថាក៏វាជា field must be placed inside your form element to submit data to server always pair with label to ensure web accessibility ដូចខ្ញុំបញ្ជាក់ពីវីដេអូមុនចឹងគេប្រើ label ហ្នឹងសម្រាប់ធ្វើការអីគេចឹងអ្នកគ្នាទៅមើលវីដេអូមុនទៅហើយគេប្រើវាទាំងអស់ហ្នឹងគឺតែ import ទៅ label អីទាំងអស់ហ្នឹងហើយប៊ូតុងទាំងអស់ហ្នឹងគឺប្រើក្នុង inside your form text ហ្នឹងឯងអូខេ inside your form text form element ហ្នឹងឯងអូខេចឹងបន្ទាប់ពីខ្ញុំបញ្យល់តទៅជាមួយនឹង input ហើយខ្ញុំនឹងធ្វើការបញ្យល់អ្នកគ្នាវិញតទៅជាមួយនឹង input element តើ input element ហ្នឹងវាមានទៅលើ type អីខ្លះអូខេចឹងគេថា the HTML input element is a most new form element ហើយគេថាវាគឺជា element that can display in many ways depending on the type attribute ចឹងវាក៏ជា element មួយដែលគេតែងតែប្រើនៅក្នុង form element ហើយវាក៏គេថាវាបង្ហាញទៅលើ many way មានថាបង្ហាញទៅលើផ្លូវចាដែល depend ទៅ type ហ្នឹងវាថាដែល depend ទៅលើ type attribute ហ្នឹងចឹងសម្រាប់ type attribute នៅក្នុង input គឺវាមាន5ដូចអ្នកគ្នាបានមើលឃើញនៅក្នុងនេះចឹងទី1តទៅជាមួយ input type ដែលមានលក្ខណៈជា text អញ្ចឹងគេថាវា display a single line text input field អញ្ចឹងមានថាយើងនឹងធ្វើការវិចិញ្ជា field បែបនេះដូច field ក្នុងវីដេអូមុនអញ្ចឹងខ្ញុំនឹងធ្វើការ note ចំណាំអ្នកគ្នាទេអញ្ចឹងវា input type គឺវាមានទៅលើ text មួយអូខេវាមានទៅលើគេទៀត radio checkbox អីចឹងទៅអូខេមានទៅលើ radio checkbox submit ហើយជាមួយនឹងប៊ូតុងអូខេអញ្ចឹងសម្រាប់ទៅលើទី1តទៅជាមួយនឹង text តើគេប្រើប្រាស់ទៅលើ text ហ្នឹងមានខ្លះអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំមានទៅលើ input មួយ import អ្នកគ្នាទៅសេបែបនេះក៏វាចេញមានលក្ខណៈជា text ដែរណាចឹងទេអ្នកគ្នាទៅសេធ្វើការចុចពីបែបនេះហើយវាថា text ក៏វាចេញឲ្យយើងដូចគ្នាដែលវានៅក្នុងហ្នឹងក៏វាមានជា type text name ID ស្រាប់តែម្ដងចឹងវាមានភាពងាយស្រួលអូខេចឹងនៅកន្លែងនេះតែ import ទៅលើ text ហ្នឹងគឺមានដូចម្លេចចឹងឧទាហរណ៍ថាខ្ញុំមាន label ដែល label ហ្នឹងគឺបញ្ជាក់ទី1ហ្នឹងឯងអូខេនៅក្នុង label ដែលវា content ហ្នឹងខ្ញុំទៅសេថាវាគឺជាប្រភេទ this is text អូខេចឹងខ្ញុំថាខ្ញុំបញ្ជាក់វាគឺជា text អូខេចឹងនៅពេលដែលខ្ញុំធ្វើការ open server នេះឃើញវាជា text ដែលយើងអាចធ្វើការវាបញ្ចូលទៅក្នុង input ហ្នឹងបានអូខេអូខេចឹងមួយទៀតឥឡូវនេះខ្ញុំធ្វើការបន្តគឺតទៅជាមួយនឹងអីគេរបស់ខ្ញុំមុនហ្នឹងគឺយើងមានទៅ radio គេថា display a radio button for selecting one or many choice ចឹងគេថា display the radio button មានថាវាជាប្រភេទ button ដែលជាលក្ខណៈ radio ដែលគេធ្វើការ select វាសម្រាប់ទៅលើមានជម្រើសច្រើនអូខេឥឡូវនេះឧទាហរណ៍ថាកន្លែងខ្ញុំបដូរវាទៅជា radio បែបនេះហើយអ្នកគ្នាអាចមើលបាននៅក្នុងនេះអូខេមានថា this is text កន្លែងនេះយើងអាចដូរបាននៅថាកន្លែងហ្នឹងដាក់អីគេ name អីគេradio ចឹងអូខេហើយវាចេញឲ្យគេអូខេកន្លែងនេះអញ្ចឹងទេខ្ញុំសូមដាក់វាជា radio ដែលយើងអាចធ្វើការ import ទៅវាបែបចេះបានណាតែពេលនេះយើងអាច create វាមួយមកគេថាវាយើងក៏អាចបង្កើតវាទៅលើ many choice ទៅលើនឹងបានដែរឧទាហរណ៍ថានេះខ្ញុំសូម copy វាអូខេយើងអាចចុចវាបានជប់អីតែចាំសិនណាអូខេអញ្ចឹងមានលក្ខណៈបែបហ្នឹងជ្រើស many choice តែជ្រើសបានតែម្ដងឯងអូខេ
ឥឡូវយើងចូលមកកាន់មួយទៀតតែតជាមួយនឹង checkbox ម្ដងគេថា checkbox គឺ display checkbox for selecting zero or more many choice ចាំមានថាវាអាចជំរឿរបស់យើងហ្នឹងអាចលើកពី1ឡើងទៅដល់ value អញ្ចឹងលក្ខណៈរបស់វាលក្ខណៈបែបម៉េចអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំមានទៅលើនេះតែអូខេខ្ញុំ copy ផាសវាចុះផងហើយកន្លែងនេះខ្ញុំប្រូវាទៅជាប្រភេទ checkbox ហើយសុំសរសេរវាបែបនេះអូខេហើយកន្លែងនេះប្រូទៅជា checkbox បែបនេះមកយ៉ាកន្លែង type ដល់គ្នាអូខេហើយកន្លែងនេះសុំ copy យកតែម្ដងទៅអូខេចឹងអ្នកគ្នាមើលបាននេះលក្ខណៈ checkbox បែបនេះហើយប្រសិនបើខ្ញុំចង់ធ្វើការចុះបន្តកន្លែងនេះខ្ញុំអាចប្រើទៅលើ be or take ពេលកន្លែងវាចុះបន្តហើយកន្លែងនេះយើងអាច put វា3ដងចេះចឹងលក្ខណៈរូបភាពជាប្រភេទ checkbox គឺវាមានលក្ខណៈ create បានទាំង3វាថាចំណុចដែលយើងបាន create ហ្នឹងគឺវាមានលក្ខណៈលើពី1ដល់ប្រភេទ radio ឃើញទេបានតែមួយឯងអានេះយើងអាចធ្វើការ select វាបានទាំង3អូខេចឹងលក្ខណៈរបស់វាខុសគ្នាបែបហ្នឹងចឹងខ្ញុំធ្វើការ BR មួយទៀតហើយនៅក្នុងនេះគេក៏បានបង្ហាញវាជាលក្ខណៈប៊ូតុង submit ដែលយើងបានសិក្សានៅវីដេអូមុនហើយលក្ខណៈជាប៊ូតុងចឹងប៊ូតុងនេះគេប្រាប់ไว้ថាវា to clickable ប៊ូតុងចឹង input ដែលយើងមានលក្ខណៈជាប្រភេទនេះខ្ញុំសូមធ្វើការ copy វាមួយចុះអូខេចឹងខ្ញុំដាក់កន្លែងនេះប៊ូតុងអូខេចឹង type របស់យើងនៅក្នុងនេះយើងបដូរវាទៅជាអីគេគឺទៅជា BTN ក៏ប៊ូតុងហ្នឹងឯងអូខេចឹងនៅពេលដែលខ្ញុំធ្វើការប៉ះយើងថា this is ប៊ូតុងឃើញទេប៊ូតុងគឺយើងមានលក្ខណៈ click បែបចឹងលក្ខណៈ double ទៅលើ type គឺវាមានតែប៉ុណ្្នឹងឯងនៅក្នុង input ហើយក៏វាមានគេថាបញ្ជាក់ថា all the different input type are covered in the chapter input type នេះចឹងយើងអាចចុច click បានវាមានច្រើនទៅលើហ្នឹងទៀតវាមានទៅលើ data email file header image ឯងអ្នកគ្នាធ្វើការសាកតេស្តបានណាអូខេចឹងវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងដែលយើងនឹងធ្វើការសិក្សាហើយសង្ឃឹមថាជួយអ្នកគ្នានៅមេរៀនបន្ទាប់អ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាបន្តទាក់ទងជាមួយនឹង media team របស់យើងដែលនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាទាក់ទងជាមួយនឹង media តើនៅក្នុង media ហ្នឹងតើគេសិក្សាវាសម្រាប់ធ្វើអីគេហើយតើវាមានអត្ថប្រយោជន៍អីខ្លះបានជាគេសិក្សារបស់វាហ្នឹងនៅក្នុង HTML របស់យើងអញ្ចឹងកុំឲ្យខាតពេលយូរតោះឥឡូវនេះយើងនឹងធ្វើការសិក្សាទាំងអស់គ្នាអូខេចឹងគេថា media ឬក៏គេថា multimedia ហ្នឹងគឺគេថា on the web is sound music video movie and animation ចឹងគេមានថាម៉េច multimedia វាក៏ជាប្រភេទ web មួយដែលវាមានទៅលើទាំងសំឡេង music អីចឹងហ្នឹង video ហើយ movie ហើយក៏មានច្រើន animation ផ្សេងៗដែរហើយក៏គេថាវា come in many different formats this can be almost anything you can hear or see like image music sound video record film animation and more ហើយគេថា web page offering content multimedia element ហ្នឹង host different type of format ចឹងមានថា web page គឺតែងតែ content multimedia element ហ្នឹងក្នុង different ទៅលើថាខុស type គ្នាហើយនឹងខុសទាំង type ហើយខុសទាំង format ចឹងទៅហើយសម្រាប់ធ្វើការទៅលើ media ហ្នឹងយើងអាច import វាចេញអំពី YouTube ក៏បាន browser ណាក៏បានដែរហើយយើងអាចធ្វើការ upload វាចូលទៅក្នុង code របស់យើងហើយចឹងក៏បានដែរអូខេចឹងគឺមានរបៀបច្រើនមែនទែនក្នុងការ import ទៅលើ media ចូលទៅកាន់ code របស់យើងហើយគេថាទៀតសម្រាប់ទៅលើ common video format ដែលយើងត្រូវដឹងហើយត្រូវចាំទាំងអស់គ្នាគឺគេថា there are many video format out there the MP4 WebM and OGG format as supported by HTML គេថា extension format ខាងក្រោយរបស់វារបៀបជា MP4 WebM ហ្នឹងគឺតែងតែ support តែនៅក្នុង HTML របស់យើងហើយបើទៅលើ MP4 format ហ្នឹង is recommended by YouTube មានថាហើយបានគេ recommend MP4 សម្រាប់បាយទៅលើ YouTube គឺមានថាដូចជំមានថានៅពេលដែលយើងធ្វើការយកប្រភេទជា file video ដែល import ចេញពី YouTube ដាក់ចូលទៅក្នុង VS Code របស់យើងគឺវារបៀបថា VSC ទៅលើ server យើងខ្លាំង internet យើងខ្លាំងអីចឹងមានថាយើង host ចូលទៅកាន់ import upload ចូលទៅកាន់ YouTube ហើយយើងធ្វើការ import ចូលមកកាន់ VS Code របស់យើងគឺវានឹងធ្វើការគេវានឹងធ្វើការ run ដើរ smooth អីចឹងទៅហើយធ្វើឲ្យ website របស់យើងកាន់តែ smooth អញ្ចឹងណា AC network ច្រើនហើយសម្រាប់ទៅលើការ format វាវិញគឺវាមានតែ page ជា MPEG នេះដែលវាមាន file extension បែបនេះហើយយើងអាចមើលបានវាថាវា description វាថា meaning របស់វាហ្នឹងគឺ deployed by the Moving Picture Expert Group the first popular video format on the web not support anymore HTML ចឹងមានថា file នេះគឺ support ទេនៅក្នុង HTML ហើយមានប្រភេទជា AVI WMV QuickTime video flash OG ចឹងទៅចឹងទាំងអស់ហ្នឹងហើយតែតែជា format ហើយដែលគេប្រើនៅក្នុងហ្នឹងហើយហើយសម្រាប់ទៅលើ common audio format យើងនឹងធ្វើការសិក្សាទៅកាន់វីដេអូក្រោយអូខេចឹងអ្វីដែលយើងធ្វើការសិក្សាទី1ទាក់ទងជាមួយ multimedia គឺវីដេអូហ្នឹងឯងហើយសម្រាប់ audio sound ហ្នឹងយើងនឹងធ្វើការសិក្សានៅមេរៀនបន្តចឹងសម្រាប់ធ្វើការ import ទៅលើវីដេអូតែយើងអាចធ្វើការ import ទៅបែបនេះចឹងគេថា HTML video element to show a video in HTML use the video element បែបនេះហើយគេក៏មាន example យើងដែរវីដេអូមានទៅលើ home week ហើយ control ហើយ soft ហើយក្នុងហ្នឹងមានបែបអីចឹងយើងអាចធ្វើការ copy យកតែម្ដងអូខេខ្ញុំអាចយក copy ហើយខ្ញុំធ្វើការ import វាចូលមកកាន់ value របស់យើងញ៉ាអូខេនេះបានដូចគ្នាអូខេចឹងនេះគឺជារបស់គេហ្នឹងឯងហើយ listen អូខេចឹងក្នុងនេះគឺវាមានទៅលើ file MP4 video ហើយអីបានខ្ញុំពេលតែខ្ញុំធ្វើការចុចទៅលើវាអត់មានសារតែអីអានេះគឺវាអត់មានទេត្រូវទេវាអត់មាននៅក្នុងfile folder របស់យើងឯងទៅលើ MP4 បែបហ្នឹងចឹងកន្លែងនេះខ្ញុំបានធ្វើការលុបចោលណាខ្ញុំដាក់វាជាគំរូឲ្យស្រួលមើលចុះហើយយើងមានទៅលើវីដេអូមួយអូខេយើងមានទៅលើ file video មួយ SRC បែបហ្នឹងហើយនៅក្នុងហ្នឹងយើងចង់ដាក់វាជា soft ហ្នឹងគេប្រើប្រាស់វាសម្រាប់ធ្វើការគេគឺធ្វើការសម្រាប់ធ្វើការ import ទៅលើ file video MP4 យើងចូលមកអូខេអញ្ចឹងនៅក្នុងហ្នឹងយើងមានទៅលើ SRC អូខេស្មើឲ្យគេអញ្ចឹងកន្លែងនេះយើងអាចធ្វើការយកចេញអំពីនេះមកក៏បានដែរគឺ YouTube ចុះ
ok រងចាំវា plan មកយើងធ្វើការ import file វីដេអូចេញពី YouTube គឺទីជាអ្នក clear គាត់តែយកចេញពី YouTube គឺល្អជាងណាឧទាហរណ៍ថាខ្ញុំមានទៅលើចម្រៀងនេះមួយចុះអូខេខ្ញុំចង់ import ចម្រៀងហ្នឹងចូលមកកាន់ VS Code យើងអូខេអញ្ចឹងខ្ញុំសូមឲ្យវា branch កម្មអស់សិនចាំវាធ្វើការ import ចូលអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទៅបានទៅលើនេះខ្ញុំអាចធ្វើការប៉ះទៅលើ link ខាងលើនេះហើយខ្ញុំ control C មកហើយខ្ញុំ input ចូលមកកាន់កន្លែងនេះមកហើយនៅពេលដែលខ្ញុំធ្វើការនេះមកហើយខ្ញុំមកស្ដាប់មួយខ្ញុំយក open bitline server អញ្ចឹងវានឹងធ្វើការចេញឲ្យយើងអូខេនៅក្នុងនេះចង្ការគឺវីដេអូខ្លះគឺវា support ឲ្យយើងឯង Facebook អូខេអញ្ចឹងបាទនេះយើងអាចធ្វើការចុចទីកន្លែង try 3នេះអូកន្លែងនេះវាចេញហើយឥឡូវខ្ញុំសូមដាក់បទចម្រៀងផ្សេងមកអូខេសូមដាក់ report ចូលបែបនេះចូលមកកន្លែងរបស់យើង refresh មួយអូខេចឹងអ្នកគ្នាអាចធ្វើការយកបែបហ្នឹងក៏បានឬក៏យើងអាច copy paste នេះទៅរបស់គេឥឡូវខ្ញុំសុំសារនេះរបស់គេតិចសិនតែអូគឺមានថាវីដេអូខ្លះគឺជាប់ copyright នៅពេលដែលយើងធ្វើការ import យក link ចេញពី Facebook YouTube ខាងក្រៅចឹងណាអញ្ចឹងវាអាចជាប់ copyright ផ្សេងៗចឹងទៅវាមិនអាចធ្វើការនេះបានអញ្ចឹងថាខ្ញុំសាក copy link ខាងក្រោមនេះវិញអូខេបែបនេះចុះអូខេវាតាមវាថាវាជាប់ copyright មែនតើអូខេចាំមានថានៅពេលដែលយើងប្រើបែបហ្នឹងគឺចង្ការវីដេអូខ្លះជាប់ copyright អញ្ចឹងទៅយើងអាចធ្វើការ download ទៅក្នុងនេះមកយើងធ្វើការ import វីដេអូទៅក្នុង image tag ដូចគ្នាអញ្ចឹងអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយសូមជួបអ្នកគ្នានៅវីដេអូក្រោយអូខេសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាបន្តតទៅជាមួយនឹង OYO tag element តែវាជាអីគេ OYO បែបនេះតើគេសិក្សាវាដើម្បីអីគេហើយគេប្រើប្រាស់វាទៅអីគេនៅក្នុង VS Code យើងនឹងសិក្សាអ្នកគ្នានៅក្នុងវីដេអូនេះអូខេអញ្ចឹងគេថា HTML OYO ហើយ spell មានថារបៀបតែវាដំណើរការអញ្ចឹងគេថា the control attribute and OYO control like play pause and volume អញ្ចឹងទៅអូខេហើយ the source element you can specify internet OYO file which the browser may choose from អញ្ចឹងមានថា element ហ្នឹងគឺវាយកស្របទៅកាន់ specify element ហ្នឹង OYO file ហ្នឹងក្នុង browser ដែលយើងបានធ្វើការជ្រើសរើសយកមកហ្នឹងហើយ the browser ហ្នឹងវានឹងធ្វើការ optimize format ឲ្យយើងអញ្ចឹង the tab between the OYO and OYO tag បែបហ្នឹង we only display in the browser that do not support OYO element អញ្ចឹងថា OYO ហ្នឹងគឺវា support ទៅលើ browser ណាដែល support ជាមួយ OYO ទៅវាដំណើរការអូខេហើយវាក៏មានលក្ខណៈជា auto play attribute គឺយើងមានអត្ថប្រយោជន៍បែបនេះក៏បានហើយអ្នកគ្នាធ្វើការ import ចូលមកក៏បានថាខ្ញុំមានប៉ុណ្នេះសូមធ្វើការ pass ចូលមកអូខេអញ្ចឹងលក្ខណៈ control នេះមានថាវាគ្រប់គ្រាន់តែពេលដែលយើងធ្វើការចូលទៅកាន់ website ហ្នឹងវានឹងធ្វើការ auto play សំឡេងហ្នឹងចេញមកហ្មងអញ្ចឹងវាទៅលើសំឡេង host ដែលវាជាសំឡេង process អូខេអញ្ចឹងខ្ញុំសូមធ្វើការលុបអានេះចេញហើយនេះចុះហើយកន្លែងនេះយើងកន្លែងនេះមិនដាក់ទេ type នេះហើយអូយហ្នឹងបើសិនបើយើងមានទៅលើសំឡេងណាគេចូលមកអូខេថតថាដូចជា link គឺវាដូចជាអត់ឲ្យទេឥឡូវមកសាក់នេះតើវាដំណើរការឲ្យយើងអត់ឥឡូវ open Bitline server មួយសិនអូខេចឹងនៅពេលដែលយើងធ្វើការ import ទៅលើសំឡេងចូលមកនៅពេលដែលយើងធ្វើការ open ទៅលើ browser ហ្នឹងវានឹង auto play សំឡេងហ្នឹងមកហ្មងដោយសារអីកន្លែងនេះគឺយើងអត់មានទៅលើនេះវាអត់ support ទេវា support ជាមួយរបស់យើងចឹងនៅពេលដែលបើវា support នៅពេលដែលនេះវានឹងលើសំឡេងមកបើវាអត់ support ទេអ្នកគ្នាធ្វើការ import ទៅលើ OYO ឬក៏ sound ផ្សេងៗដាក់ចូលនៅក្នុងហ្នឹងបានហើយបើសិនបើយើងមានទៅលើសំឡេងដែលយើងបានថាសំឡេងឬក៏វីដេអូដែលយើងបានធ្វើការមានស្រាប់ download ស្រាប់អ្នកគ្នាអាចធ្វើការ import វាចូលនៅក្នុងហ្នឹងមកហើយយើងអាចដាក់វាជា image មក import វាដូច image គូភាដែលយើងបានធ្វើការសិក្សាដូចមុនមកចឹងប៉ុណ្ណឹងគឺវាបានហើយវាដំណើរការដូចគ្នាអូខេហើយនៅកន្លែងនេះយើងក៏អាចធ្វើការកំណត់ទៅលើវិធីចឹងដែរប៉ុន្តែវាច្រើនគឺគេអត់ដែរកំណត់ទេចាកន្លែងនេះពេលដែលយើងចុច link មុនហ្នឹងគឺវាមានទៅលើនេះហ៎គឺវាចូលមកកាន់ YouTube បែបហ្នឹងនៅពេលដែលយើងចុច link នេះឃើញទេវានឹងចូលមកកាន់ YouTube ដែលទៅលើ music ហ្នឹងតែម្ដងចឹងនេះគឺជាវីដេអូបញ្ចប់របស់យើងទាក់ទងជាមួយនឹងមេរៀន HTML ហើយសម្រាប់ធ្វើការមេរៀន HTML full course យើងនឹងធ្វើការបង្កើតវាដាក់វាចូលទៅក្នុង custom មួយហើយប្រសិនបើអ្នកនរចង់មើលទៅលើ full episode ចឹងអ្នកនរអាចធ្វើការចុច subscribe ទៅលើ follow ហើយទៅលើ page របស់ខ្ញុំអស់សិនមកហើយតិចទៀតខ្ញុំនឹងធ្វើការ release ទៅលើ full episode ដល់អ្នកនរអូខេចឹងមេរៀន HTML របស់យើងគឺមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាទៅកាន់មេរៀន CSS បន្តទៀតអូខេបាយ